បាទសូមគោរពជម្រាបសួរដល់ប្រិយមិត្តរបស់យើងទាំងអស់គ្នាសាជាថ្មីម្ដងទៀតបាទអញ្ចឹងសូមស្វាគមន៍ការត្រឡប់មកកាន់កម្មវិធីថែទាំសុខភាពផ្លូវចិត្តរបស់យើងម្ដងទៀតសាជាថ្មីបាទអញ្ចឹងនៅថ្ងៃនេះដែរយើងមានប្រធានបទថ្មីមួយដែលមកចែកម្លែកដល់បងប្អូនអស់គ្នាសង្ឃឹមថាបងប្អូនអស់គ្នានឹងចាប់អារម្មណ៍ទៅលើប្រធានបទរបស់យើងបាទហើយភ្ញៀវកិត្តិយសរបស់យើងគឺពិសេសមែនទែនបាទបងប្អូនយើងនឹងជួបជាមួយនឹងលោកបណ្ឌិតភឿនប៊ុនណាគាត់ជាអ្នកជំនាញផ្នែកព្យាបាលផ្លូវចិត្តបាទនៅក្នុងប្រទេសកម្ពុជារបស់យើងហើយលោកនឹងមកចែកម្លែកតទៅជាមួយនឹងការញៀនទូរស័ព្ទបាទអញ្ចឹងប្រហែលជាបច្ចេកវិទ្យាឥឡូវហ្នឹងវាទាន់សម័យវាជឿនលឿនហើយមនុស្សគ្រប់គ្នាប្រហែលជារស់នៅជាមួយនឹងទូរស័ព្ទច្រើនសឹងថាក្នុង24ម៉ោងប្រហែលជាបងប្អូនអស់គ្នានៅជាមួយទូរស័ព្ទ10ម៉ោងជាងហើយនេះគាត់ជាការសន្និដ្ឋានរបស់ខ្ញុំណាបាទសូម្បីតែខ្ញុំផ្ទាល់ហ្នឹងទូរស័ព្ទគេថានៅជាប់មួយខ្លួនរហូតបាទបងប្អូនបាទអញ្ចឹងកុំឲ្យរងចាំយូរទៅជួបលោកមនុស្សទាំងអស់គ្នាបាទសូមជម្រាបសួរគ្រូបាទបាទជំរាបសួរបងឯងអរគុណណាបានជើញខ្ញុំមកជាវិក្កាមិនអាចលើកទី3ហ្នឹងណាបាទទី3ទី4ហ្នឹងបាទទី4ហ្នឹងបាទចឹងសូមជំរាបសួរដល់បងប្អូនប្រិយមិត្តដែលអាចនឹងទស្សនានៅខ្សែវីដេអូคลิปនេះដែលយើងនឹងនិយាយគ្នាឬជជែកគ្នាអំពីការញៀនទូរស័ព្ទឆ្លាតវៃបាទ smartphone addiction បាទអញ្ចឹងការញៀនទូរស័ព្ទយើងនិយាយភាសាខ្លីកាត់យល់ប៉ុន្តែទូរស័ព្ទហ្នឹងញៀនដល់ទូរស័ព្ទហ្នឹងឆ្លាតវៃបាទឆ្លាតវៃហ្នឹងគឺដល់តែអាចភ្ជាប់អ៊ីនធឺណិតបាទប្រើប្រាស់នៅទម្រង់ប្រព័ន្ធផ្សព្វផ្សាយឬយើងហៅ social media ផ្សេងៗបាទហើយបើសិនជាទូរស័ព្ទដូចពីសម័យមុនក្បាលត្រីដៃហ្នឹងប្រហែលជាមិនញៀនទេមិនប្រើទៀតណាបាទអូខេអរគុណណាស់ហើយសង្ឃឹមថាជាចំណែកមួយនៅក្នុងការចូលរួមទៅដល់សង្គមយើងជាពិសេសតទៅនៅផ្នែកចិត្តសាស្ត្រផងដែរអរគុណច្រើនលោកគ្រូហ្នឹងហើយបើសិនជាយើងនិយាយទៅបើសិនជាយើងត្រឡប់ទៅ10ឆ្នាំមុនប្រហែលជាយើងអត់មានទូរស័ព្ទទំនើបទេយើងមានទូរស័ព្ទតែ N77 ហើយប្រហែលជាមនុស្សទាំងអស់គ្នាប្រហែលជាអត់នៅជាប់ជាមួយនឹងអ៊ីនធឺណិតច្រើនហើយក៏ប្រហែលជាមិនមានញឹកជាមួយនឹងទូរស័ព្ទច្រើនដែរប៉ុន្តែរាល់ថ្ងៃនេះទាំងមិនដឹងថាបងប្អូនយ៉ាងម៉េចទេប៉ុន្តែបើខ្ញុំវិញទូរស័ព្ទវានៅជាប់រហូតយើងភាគច្រើនយើងធ្វើការជាមួយនឹងទូរស័ព្ទច្រើនតាក់ទងជាមួយនឹងដូចការថតវីដេអូការអីហ្នឹងគឺសិតតែបច្ចេកវិទ្យាទាំងអស់បាទហ្នឹងហើយអញ្ចឹងសង្ឃឹមថាលោកគ្រូសុខសប្បាយបាទសុខសប្បាយធម្មតាខានជួបគ្នាយូរហ្នឹងក៏មុនពេលយើងចាប់ដើមចង់ឲ្យគ្រូមានចំណាប់អារម្មណ៍តិចទៅលើការវិវត្តទៅលើបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងណាតាមការមើលឃើញរបស់គ្រូឬក៏បរិបទរបស់ថ្ងៃគ្រូយល់ឃើញថាមិនដែរតាក់ទងជាមួយនឹងការវិវត្តរបស់បច្ចេកវិទ្យាបាទតាមការយល់ឃើញមកខ្ញុំការវិវត្តបច្ចេកវិទ្យាគឺមានភាពរីកចម្រើនបាទមានការវិវត្តលឿនមែនទែនបាទយើងឃើញថាសប្តាហ៍ថ្ងៃយើងមានបច្ចេកវិទ្យា 14.0 ឬក៏ 5.0 ហើយក៏យើងប្រហែលជាបាទលឿនមែនទែនចឹង digital platform នេះមានភាពរីកចម្រើនបាទមិនមែនតែនៅកម្ពុជាទេនៅទូទាំងពិភពលោកហើយយើងឃើញមានគុណសម្បត្តិនិងគុណវិបត្តិមកព្រមគ្នាទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យានេះបើយើងក៏លេខទៅមើល15ឆ្នាំ20ឆ្នាំមុនបាទយើងមិនមានប្រព័ន្ធបច្ចេកវិទ្យាឬក៏ smartphone ដែលអាចភ្ជាប់អ៊ីនធឺណិតហើយប្រើឆ្លងឆ្លើយគ្នាដោយមិនចាំបាច់ call តាមលេខទេបាទពីមុនយើងប្រើលេខទូរស័ព្ទហ្នឹងហើយបើយើងចង់តំណែងក្រៅពី call ហ្នឹងគឺប្រើ chat យើងហៅ SMS ថេកទៀតហើយសម័យនោះគឺនៅគិតលុយបាទមានន័យថា chat ហ្នឹងត្រូវកំណត់ទៀត limit ត្រឹមណា free ត្រឹមណាគិតលុយហើយបើត្រឹមនេះអស់3សេនត្រឹមនេះអស់4សេនទៀតហ៎អញ្ចឹងសម័យនោះយើងនៅប្រើទូរស័ព្ទមួយតែមិនទាន់ឆ្លាតវៃហើយភាគច្រើនយើងប្រើដូចជា Nokia ឧទាហរណ៍ចឹងពីប៉ុន្តែឥឡូវយើងឃើញមានប្រព័ន្ធបច្ចេកវិទ្យាជាច្រើនហើយជាលើកផ្នែកទូរស័ព្ទវិញយើងឃើញមានក្រុមហ៊ុនច្រើនក្រៅពីគាត់ណាមាន brand Nokia បាទ Nokia សប្តាហ៍មិនមានទេនៅស្រុកខ្មែរយើងបាទទៅបាត់ហ្នឹងហើយឥឡូវយើងមានដូចជាពួកទៅហៅ Android ឬក៏ពួក iOS បាទយើងមានដូចជា iPhone មាន Huawei មានអីចឹងទៅបាទ Oppo បាទភេទក្រុមហ៊ុនដែលមានទូរស័ព្ទ smartphone ហ្នឹងហើយសិតតែជាទូរស័ព្ទដែលអាចភ្ជាប់ទៅនឹងអ៊ីនធឺណិតហើយនឹងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមបាទយើងហៅ social platform បាទឬក៏ social media ហ្នឹងអញ្ចឹងប្រព័ន្ធទំនាក់ទំនងសង្គមហ្នឹងយើងមានហូរហែបាទដែលពេញនិយមដែលយើងមើលឃើញនៅក្នុងចំណោមស្ទាប់យុវជនសប្តាហ៍ដូចជា Facebook បាទ Instagram បាទ TikTok បាទ Telegram WeChat ឬក៏ WhatsApp អាចមាន Line បាទ
ដោយឡែកនៅបរិបទយើងមើលឃើញមានការប្រើប្រាស់ Telegram ច្រើនហើយនឹង TikTok ហើយនឹង Facebook យើងឃើញថាដូចជា popular បាទនៅក្នុងការប្រើប្រាស់ប្រព័ន្ធអស់នេះក្នុងការផ្សាយចាក់ ប៉ុន្តែគ្រូអញ្ចឹងនៅបើហើយនៅស្រុកយើងប្រហែលជាមើលឃើញច្រើន TikTok ហ្នឹងឃើញយុវជនយើងលេងច្រើនមែនទែនបាទហើយប៉ុន្តែចង់ឲ្យលោកគ្រូចែកម្លែកដែរតើតើនៅក្នុងប្រទេសកម្ពុជារបស់យើងមានគេមានជាការស្រាវជ្រាវណាមួយឬក៏មិនទាន់មានការស្រាវជ្រាវទេតើតើជាមួយនឹងការប្រើប្រាស់ smartphone ជារួមដូចមានការស្រាវជ្រាវមួយឬពីរខ្ញុំបានធ្លាប់អានប៉ុន្តែមិនចាំចំណងជើងទេបាទហើយនឹងអ្នកនិពន្ធតែមានការសិក្សាអំពីការប្រើប្រាស់ទូរស័ព្ទដៃបាទនៅកម្ពុជាយើងហ្នឹងហើយតើជាជនយើងនៅក្នុងវ័យណាដែលប្រើប្រាស់ទូរស័ព្ទច្រើនជាងគេដូចជាការសិក្សានោះដូចជារកឃើញមាននៅក្នុងចំណោមទទាប់យុវជនវ័យក្មេងដែលមានដូចជាការប្រើប្រាស់ទូរស័ព្ទដៃហ្នឹងច្រើនជាប្រភេទទូរស័ព្ទទូទៅបាទដោយឡែកការសិក្សាអំពីការប្រើប្រាស់ smartphone ដូចមិនមានឃើញជារបាយការណ៍តំណាងឲ្យថ្នាក់ជាតិទេយើងមើលឃើញដូចជាមានព័ត៌មានខ្លះដែលរំលេចថាសប្តាហ៍ថ្ងៃមនុស្សភាគច្រើនគឺប្រើទូរស័ព្ទមានថាមនុស្សយ៉ាងហោចម្នាក់ហ្នឹងមានទូរស័ព្ទមួយនៅដៃបាទមិនគិតអ្វីទេតែបើសិនជាយើងមើលលម្អិតទៀតព័ត៌មានមួយចំនួនក៏គេអាចសន្និដ្ឋានបានថាមនុស្សភាគច្រើនមានទូរស័ព្ទលើសពីមួយបាទនេះជារបាយការណ៍ដែលឆ្លុះបញ្ចាំងមកថាហើយអ្នកដែលមានទូរស័ព្ទលើសពីមួយហ្នឹងភាគច្រើនគឺយុវវ័យបាទវ័យជំទង់ឬក៏យុវជនវ័យក្មេងបាទដែលទំនោរមានទូរស័ព្ទដៃហ្នឹងច្រើនលើសពីមួយបាទលើសពីមួយហើយឥឡូវសប្តាហ៍នេះយើងនិយាយពីទូរស័ព្ទដៃគឺយើងអាចសំដៅភាគច្រើនទៅលើ smartphone ហ្នឹងឯងគឺទូរស័ព្ទឆ្លាតវៃបាទអញ្ចឹងទូរស័ព្ទឆ្លាតវៃយើងសំដៅលើទូរស័ព្ទដែលអាចភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត download កម្មវិធីផ្សេងៗនៅក្នុងការប្រើប្រាស់ក្នុងការផ្សាយទាក់ទងផ្សេងៗបាទវាជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ឃើញថាទំនោរប្រើប្រាស់ទូរស័ព្ទដៃនេះកើនឡើងខ្លាំងនៅក្នុងប្រទេសកម្ពុជាយើងហើយជាពិសេសយើងឃើញថានៅក្នុងស្ទាប់យុវជនវ័យក្មេងបាទអរគុណច្រើនគ្រូហើយបាទអញ្ចឹងត្រឡប់ទៅប្រិយមិត្តផងដែរយើងមិនភ្លេចពីធានបទយើងទេថ្ងៃនេះយើងនឹងនិយាយពីការញៀនទូរស័ព្ទអញ្ចឹងប្រហែលជាបងប្អូនអរគ្នាឆ្ងល់ស្អីទៅញៀនទូរស័ព្ទញៀននឹងមិនប្រហែលជាបងប្អូនធ្លាប់តែឮគេថាញៀនស្នាមញៀនអីចឹងណាបាទអញ្ចឹងប្រហែលជាឲ្យលោកគ្រូបង្ហាញតិចថាជាទូទៅតែបើសិនយើងនិយាយពីការញៀនតែអ្វីទៅជាការញៀនអរគុណនិយាយរួមការញៀនមានន័យថាជាអ្វីមួយដែលលើសលប់ពីធម្មតាដែលធ្វើឲ្យយើងពឹងផ្អែកទៅលើអ្វីមួយហ្នឹងអាហ្នឹងអាចជាការញៀនណាបើយើងនិយាយអំពីការញៀនថ្នាំបាទមានន័យថាបុគ្គលហ្នឹងគាត់ពឹងផ្អែកទៅលើថ្នាំហ្នឹងដើម្បីឲ្យមានអារម្មណ៍ល្អប្រសើរឡើងវិញបាទអញ្ចឹងរាងកាយរបស់គាត់ផ្លូវចិត្តរបស់គាត់ហ្នឹងគឺពឹងផ្អែកទៅលើថ្នាំបាទថ្នាំដើម្បីធ្វើឲ្យមានអារម្មណ៍ល្អឡើងវិញការញៀនមិនសំដៅលើតែថ្នាំមួយមុខទេដូចកាហ្វេបាទការញៀនកាហ្វេយើងឃើញពេលដែលយើងញៀនមានថាវាធ្វើឲ្យរាងកាយរបស់យើងចិត្តរបស់យើងនឹងផុសប្រក្រតីរបស់អត់វាបាទហ្នឹងហើយអត់វាគឺពិបាកអញ្ចឹងអ្នកញៀនកាហ្វេគេហៅថាអត់បានញ៉ាំកាហ្វេយើងឃើញអាការៈដូចជាធីងធងឈឺក្បាលវិលមុខបាទមិនស្រឡះក្នុងខ្លួនបាទហើយចិត្តហ្នឹងនឹកឃើញពីកាហ្វេហ្នឹងបាទស្រេកមានអារម្មណ៍ចង់ផឹកកាហ្វេហ្នឹងបាទអញ្ចឹងវាខុសប្រក្រតីបាទខុសប្រក្រតីដល់តែបានកាហ្វេមួយកែវទៅបានស្រឡះបាទបានធូរស្វាងបានស្វាងមានកម្លាំងពលំបាទវាដូចជារាងកាយរបស់យើងទៅពឹងផ្អែកទៅលើសារធាតុមួយហ្នឹងបាទបើសិនអត់មានអាហ្នឹងទេភាពរីករាយរបស់យើងក៏អត់មានបាទរាងកាយរបស់យើងដូប៉ាមីនរបស់យើងដែលបញ្ចេញនៅភាពរីករាយហ្នឹងវាអត់មានវាខ្សោយបាទធ្វើឲ្យយើងលេះឡាស់អស់កម្លាំងទៅហើយសក់ដាក់ហ្នឹងចូលបន្តិចបាទដូចមានធម៌ពលមកវិញបាទមាន energy ហើយញញឹមស្រស់រស់រាយរាក់ទាក់បាទចឹងនេះឧទាហរណ៍ជាការញៀនបាទទូទៅបាទការញៀនទូទៅហើយការញៀនថ្នាំការញៀនឱសថការញៀនផ្សេងៗក៏ដូចគ្នាដែរអញ្ចឹងគឺសំដៅលើនៅពេលដែលរាងកាយរបស់យើងផ្លូវចិត្តរបស់យើងខ្វះវាមិនបានត្រូវពឹងផ្អែកលើវាដើម្បីឲ្យជីវិតរបស់យើងនឹងស្រស់ស្រាយឬមកធម្មតាវិញចាប់អារម្មណ៍ពេលលោកគ្រូលើកឡើងថាប្រហែលជាបងប្អូនទាំងអស់គ្នានៅពេលដែលយើងនិយាយដល់ការញៀនហើយយើងគិតថានៅពេលដែលញៀនប្រហែលជាអត់ល្អទៅវាពិបាកបើសិនយើងនិយាយដល់ពាក្យហ្នឹងប៉ុន្តែមិនលោកគ្រូលើកឡើងថា
ថាថាញៀនកាហ្វេចុះចឹងតើអាការញៀនហ្នឹងវាអាចថាល្អឬក៏វាមិនល្អបើមិនយើងបើការញៀនកាហ្វេអញ្ចឹងយើងត្រូវតែញ៉ាំកាហ្វេដើម្បីឲ្យយើងស្វាងយើងអាចធ្វើការទៅបានលឿនអញ្ចឹងណាជារួមបើយើងគិតពី healthy បាទបន្ទាត់សុខភាពពាក្យថាញៀនមិនបានវាមិនល្អបាទនឹងនិយាយជារួមប៉ុន្តែកម្រិតនៃផលប៉ះពាល់នោះវាប៉ុណ្ណាយើងត្រូវសិក្សាបន្ថែមទៀតបាទឧទាហរណ៍ការញៀនកាហ្វេមនុស្សជាច្រើនចាត់ទុកថាជារឿងធម្មតាបាទពីព្រោះគ្រាន់តែញ៉ាំវាហើយអារម្មណ៍ស្រស់ថ្លាហើយមិនខុសមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរាងកាយនឹងធ្ងន់ធ្ងរដូចអ្នកដែលញៀនថ្នាំញៀននេះឧទាហរណ៍គ្រាន់ហើយក៏មិនចំណាយលុយច្រើនហើយក៏វាមិនខុសច្បាប់បាទហ្នឹងវាមិនជាអ្វីដែលជាវត្ថុហាមប្រាមហាមឃាត់ទេគឺជារឿងទូទៅបាទមានន័យថាអាចចាត់ទុកជាវត្ថុស្របច្បាប់បាទកាហ្វេមិនអញ្ចឹងណាបាទមិនជាវត្ថុខុសច្បាប់ទេអញ្ចឹងយើងត្រូវសិក្សាអំពីផលប៉ះពាល់ផងដែរបាទបើយើងនិយាយឲ្យខ្លីថាការញៀនមួយម៉ាត់ផ្អែកទៅលើបន្ទាត់សុខភាពខ្ញុំគិតថាមិនមែនជារឿងល្អទេបាទឧទាហរណ៍ថាបើសិនយើងមានបញ្ហាលើឈាមបញ្ហាលើខ្លាញ់ឬក៏មានបញ្ហាបេះដូងឧទាហរណ៍អញ្ចឹងដែលពេទ្យហាមមិនឲ្យយើងពិសាកាហ្វេបាទហើយយើងញៀនកាហ្វេបាទអញ្ចឹងឃើញវាជាបញ្ហាបើសិនយើងញ៉ាំកាហ្វេវានឹងធ្វើទុកនឹងប៉ះពាល់ដល់សុខភាពអញ្ចឹងការញៀនវាអាចធ្វើឲ្យយើងបំពាននៅបន្ទាត់សុខភាពបាទដឹងថាមានហានិភ័យដឹងថាមានគ្រោះថ្នាក់ប៉ុន្តែនៅតែប្រព្រឹត្តបាទហ្នឹងដូចអ្នកដែលប្រើប្រាស់សារធាតុញៀនយើងនិយាយឲ្យខ្លីតើអ្នកដែលប្រើប្រាស់ហ្នឹងគាត់មិនដឹងទេឬថានោះជាបញ្ហាដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរមកដល់សុខភាពផ្លូវកាយផ្លូវចិត្តផ្លូវពលិវិញ្ញាណរបស់គាត់បាទភាគច្រើនគឺដឹងបាទប៉ុន្តែនៅតែប្រព្រឹត្តបាទនៅតែប្រព្រឹត្តអញ្ចឹងអានេះមិនមែនជារឿងធម្មតាទេមិនមែនជារឿងសាមញ្ញទេបាទវាជាបញ្ហាពីព្រោះទៅពេលដែលយើងញៀនមានតែចិត្តរបស់យើងហ្នឹងរាងកាយរបស់ហ្នឹងរុញច្រានយើងបាទចិត្តរបស់យើងហ្នឹងរុញច្រានយើងឲ្យនឹកឃើញនឹកភ្នក់តែរបស់ហ្នឹងបាទនៅក្នុងភាសាអង់គ្លេសគេហៅ craving បាទនឹង craving នេះគឺស្រេកឃ្លានបាទមែនទេបាទដូចអ្នកឃ្លានកាហ្វេពេលយើងនិយាយអំពី topic ញៀននេះហើយភ្ជាប់នឹងកាហ្វេដូចអាចស្រេកកាហ្វេបាទអញ្ចឹងស្រេកឃ្លានកាហ្វេហ្នឹងបាទហើយទី2វាមានគេហៅថាកត្តាជំរុញអាកប្បកិរិយាភាសាអង់គ្លេសហៅ compulsive ហ្នឹងរុញច្រានភ្លាមឲ្យយើងទៅធ្វើសកម្មភាពហ្នឹងហ្នឹងហើយបើអញ្ចឹងមានថាស្ទុះឡើងវឹងទៅយកទៅឆុងកាហ្វេស្ទុះឡើងវឹងទៅទិញកាហ្វេបាទអញ្ចឹងទី1មានចិត្តភ្នក់នឹកឃើញរឿងហ្នឹងសារធាតុហ្នឹងកាហ្វេហ្នឹងទី2ធ្វើសកម្មភាពដើម្បីបំពេញវាដើម្បីឲ្យអារម្មណ៍រាងកាយរបស់យើងសុខស្រួលមកវិញអញ្ចឹងនេះតកតងទៅនឹងការញៀនហើយនេះវាជាកលឹះនៅក្នុងការកំណត់ថាតើបុគ្គលម្នាក់ញៀនឬមិនញៀនជាទូទៅច្រើនណាស់ហ្នឹងដូចតែពេលយើងញៀនកាហ្វេគ្រាន់និយាយរឿងកាហ្វេអារម្មណ៍ឬក៏រសជាតិនៅក្នុងដែរយើងនឹកឃើញទៅដល់រសជាតិកាហ្វេយើងធ្លាប់ញ៉ាំបាទហ្នឹងហើយគ្រូអញ្ចឹងត្រឡប់មកវិញតកតងជាមួយនឹងមិនគ្រូឡើងថាការញៀនអាចថាអារម្មណ៍យើងដកដានទៅនឹងយើងអត់វាមិនបានឬក៏វានឹកភ្នក់តែហ្នឹងចឹងត្រឡប់មកទូរស័ព្ទវិញធានបបយើងនិយាយពីការញៀនទូរស័ព្ទហើយប្រហែលជាមនុស្សទាំងអស់គ្នាទូរស័ព្ទគឺថាដាក់តាមខ្លួនជាប់រហូតមកបាទតនេពេលណាដកចុចពេលហ្នឹងតើយើងអាចអាហ្នឹងវាអាចថាកម្រិតប៉ុណ្ណាដែលយើងអាចសន្និដ្ឋានថាយើងញៀនទូរស័ព្ទបានឬក៏តាមបទពិសោធន៍គ្រូមើលឃើញចឹងបាទពេលខ្លះយើងដាក់ទូរស័ព្ទតាមខ្លួនជាប់រហូតមិនប្រកាសថាយើងបានប្រើវារហូតទេណាបាទរវល់ការងារផ្សេងប៉ុន្តែវាជាផ្នែកមួយនៃប្រព័ន្ធទំនាក់ទំនងឆ្លាតវៃដោយមិនមានខ្សែបាទដោយមិនចាំបាច់ផ្ញើសម្បត្តិសរសេរលិខិតអីដូចពីមុនណាសម័យមុនចាស់គាត់តំណែងគ្នានោះសេសារលិខិតអីណាផ្ញើតាមបាទផ្ញើតាមឡានផ្ញើតាមអីឥឡូវអត់ទេណាដកទៅទូរស័ព្ទមកចុចទៅដល់ហើយអញ្ចឹងយើងត្រូវយកអំពីអាចថាជា use play and addiction បាទប្រើប្រាស់លេងហើយនឹងញៀនបាទមនុស្សភាគច្រើនគឺប្រើប្រាស់ទូរស័ព្ទប្រើប្រាស់ក្នុងគោលបំណងដើម្បីទំនាក់ទំនងដើម្បីលំហែអារម្មណ៍ដើម្បីបំពេញការងាររកស៊ីផ្សេងឧទាហរណ៍លោកបរិយអាចនឹងមានទូរស័ព្ទ 2-3 ពីព្រោះត្រូវការថតហីបាទហ្នឹងត្រូវការប្រើណាត្រូវការប្រើបាទមិនលេងទេណា
มันអាចលេងទូរស័ព្ទ3ក្នុងពេលតែមួយឬក៏ចំណាយពេលច្រើននៅលើនឹងទេក្រៅពីការងារបាទអ្នករស់ស៊ីអនឡាញអីក៏អាចនឹងមានទូរស័ព្ទច្រើនឬក៏ចុះពីឡានមកចុះពីយានជំនិះមកហ្នឹង3ឬ5កាន់ជាប់ដើម្បីតែមួយទេបាទតែក្នុងគោលបំណងគាត់រស់ស៊ី business របស់គាត់បាទមិនមែនយកមកដើម្បីលេងឬក៏ឈានដល់ការងារហ្នឹងទេបាទចឹងជារួមចង់បញ្ជាក់ថាបាទបងប្អូនណាតែខ្ញុំដែរយើងដាក់ទូរស័ព្ទជាប់ខ្លួនហ្នឹងមានន័យថាញៀនទេជាឧបករណ៍ជាសម្ភារៈដែលចាំបាច់នៅក្នុងការប្រស័យទាក់ទងបាទតែអ្នកខ្លះឈានដល់យើងហៅថាលេងបើយើងនិយាយពីប្រើគឺមានគោលបំណងជាក់លាក់ជាតម្រូវការមានហេតុផលសមរម្យហើយប្រើចប់យើងបិទបាទហ្នឹងហើយឧទាហរណ៍ថា call ចប់យើងបិទឬក៏រស់ស៊ីចប់យើងបិទបាទតែដល់លេងអាចថានេះជាការយកឃើញរបស់ខ្ញុំទេណាបាទហ្នឹងហើយសូមអធិស្ឋានបើសិនមាននិយមន័យណាកំណត់ពីទាំងអស់ហ្នឹងបន្ថែមទៀតក៏ល្អដែរលេងមានន័យថាអាចពិចារណាមួយថាលើសពីការប្រើបាទលេងដូចជាយើងធុញទ្រាន់យើងលេងវាដើម្បីបំបត្តិការអផ្សុកបាទអត់មានគោលបំណងអីជាក់លាក់ទេចេះតែលេងទៅដើម្បីលំហែអារម្មណ៍ឬតនេណាមិនដឹងធ្វើអីបាទអាចថាលេងបាទមានការប្រើប្រាស់ហ្នឹងអាចច្រើនជាងការប្រើទូរស័ព្ទធម្មតា play ហ្នឹងគឺម៉ោងពេលហ្នឹងអាចច្រើនជាង use បាទការប្រើប្រាស់ធម្មតាអញ្ចឹងវាច្រើនបាទអញ្ចឹងអ្នកដែលប្រើប្រាស់ទូរស័ព្ទរៀងច្រើនហ្នឹងក៏មិនមានន័យថាគាត់ញៀនដែរបាទជួនកាលគាត់ stress ជួនកាលគាត់ boring គាត់មានភាពតានតឹងគាត់មានបញ្ហាថប់អារម្មណ៍គាត់ធ្លាក់ទឹកចិត្តគាត់មិនអាចប្រស័យទៅក្នុងសង្គមបានគាត់ប្រើ smartphone ហ្នឹងជាឧបករណ៍មួយដើម្បីរំសាយផ្លូវចិត្តរបស់គាត់បញ្ចេញអារម្មណ៍របស់គាត់យើងឃើញឥឡូវជាពិសេសយុវជនសារមានគេហៅ status បាទ post status នៅក្នុង Facebook ក្នុង social media ហ្នឹងអាហ្នឹងគឺគាត់ play បាទអញ្ចឹងការលេងអាចមានថេរវេលាអាចបើប្រៀបធៀបជាមួយនឹងការប្រើគឺច្រើនជាងហើយចំណាយពេលច្រើនដើម្បីបន្ធូរពីច្រើនបន្ធូរអារម្មណ៍តានតឹងមុននឹងទៅធ្វើអីទៀតទីហោបាទអ្នកខ្លះពេលធ្វើការពេញមួយថ្ងៃអញ្ចឹងពេលម៉ោងសម្រាប់ក៏ play ទៅ scroll ចុះ scroll ឡើងអញ្ចឹងទៅអ្វីទៅជាការញៀនបាទបើយើងត្រឡប់មកវិញតើមិញគ្រូថាហ្នឹងលេងយើងអាចថាយើងអត់យើងគ្រាន់តែកំសាន្តដើម្បីឲ្យយើងបានសម្រាប់ពេលយើងនៅហត់ពីការងារអញ្ចឹងណាប៉ុន្តែយើងអាចកំណត់បានថាមានសញ្ញាគេខ្លះដែលបង្ហាញថាយើងចាប់ផ្ដើមមានសញ្ញាថាយើងអាចថាញៀនជាមួយទូរស័ព្ទអត់បានបាទអញ្ចឹងយើងនឹងចូលដល់ថាអ្វីទៅជាការញៀនបាទជាការញៀនមានន័យថាវាលេងទៅជាឧបករណ៍បន្ធូរអារម្មណ៍វាលេងទៅជាឧបករណ៍សម្រាប់ប្រើប្រាស់រស់ស៊ីទៀតដែរតំណែងទៀតការញៀនមានន័យថាយើងត្រូវបានសូបទាញដោយ smartphone ហ្នឹងបាទវាទៅជាផលរំខានវាទៅជាអត់វាយើងមានអារម្មណ៍ភ័យព្រួយអត់ទូរស័ព្ទយើងខ្លាចយើងបារម្ភខ្លាចអស់ថ្មខ្លាចវារលត់បាទខ្លាចអ៊ីនធឺណិតអត់ដើរអីផ្សេងបាទវាទៅជាធ្វើឲ្យចិត្តរបស់យើងត្រូវបានធ្ពក់ដោយ smartphone ហ្នឹងតែអត់វាលេះឡាដូចស្រាលដូចអត់មានអីក្នុងខ្លួនបាទហើយបើយើងមើលពីសកម្មភាពហ្នឹងគឺថេរវេលានឹងការនៅជាមួយនឹង smartphone ហ្នឹងទូរស័ព្ទឆ្លាតវៃនេះគឺច្រើនមែនទែនលើសលប់បាទអ្នកដែលញៀនហ្នឹងគឺថាសឹងតែអង្គុយជាមួយយើងហ្នឹងគឺដៃហ្នឹងនៅស្ទាបអែលបាទនឹងកាន់ scroll ចុះ scroll ឡើងរហូតបាទមើលចុះមើលឡើងបាទចំណាយពេលនឹងច្រើនហើយរហូតដល់ពេលខ្លះរំខានដល់ការរស់នៅឧទាហរណ៍ថាលេងចង់មើលមុខអ្នកដទៃនឹងដោយសារតែទូរស័ព្ទនោះទាញគាត់ចូលទៅក្នុងហ្នឹងបាទសម្លឹងតែហ្នឹងតំណែងជាមួយតែហ្នឹងអញ្ចឹងអាចខ្សោយតំណែងជាមួយនឹង environment បាទអាចកើនឡើងនៅអារម្មណ៍តានតឹងទៅវិញមិនមែនជារបៀបធូរស្រាលទេការញៀនវាទៅជាបង្កើននៅអារម្មណ៍តានតឹងពេលមានវាក៏តានតឹងពេលអត់វាក៏តានតឹងបាទវានៅអញ្ចឹងមិនមែនដោយការប្រើនិងការលេងទេវាអាចពេលមានវាក៏ធូរស្បើយស្រាលខ្លួនបាទតែដល់ពេលញៀនគឺបង្កនៅផលប៉ះពាល់ដល់អារម្មណ៍ប៉ះពាល់ដល់រាងកាយប៉ះពាល់ដល់អារម្មណ៍អាចបង្កើននៅអារម្មណ៍ខាងសម្បាបាទអារម្មណ៍ភ័យខ្លាចពេលអត់វាបាទអារម្មណ៍មានសម្ពាធបាទមានសម្ពាធមានថាបើយើងអត់វាមានសម្ពាធមួយយ៉ាងដែលមិនធ្វើឲ្យយើងពិបាកអញ្ចឹងអ្នកខ្លះអាចភ្លេចបបលុយនៅផ្ទះបានតែមិនអាចភ្លេចទូរស័ព្ទនៅផ្ទះបានទេ
บอกมาโชว์ตัวทำไม បាទអានេះអាចជាសញ្ញាមួយណាសញ្ញាមួយដែលប៉ុន្តែបើសិនជាដោយសារតែការងាររបស់គាត់អាហ្នឹងជារឿងផ្សេងបាទតែអ្នកខ្លះអត់ទេឧទាហរណ៍ថាកូនសិស្សសាលាអីក៏ប៉ុន្តែគាត់មិនត្រូវមានទូរស័ព្ទជាប់ខ្លួនទៅរៀនទេបាទប៉ុន្តែគាត់ភ្លេចទូរស័ព្ទនៅផ្ទះគាត់បកមកយកវិញបាទជាសញ្ញាមួយបាទសញ្ញាមួយអាចពាក់ព័ន្ធទៅនឹងការញៀនសញ្ញាមួយទាក់ទងទៅនឹងតំណែងក្រៅពីគាត់មករៀនបាទផ្លូវកាយផ្លូវអាកប្បកិរិយាផ្លូវកាយអាចអ្នកខ្លះមើលទូរស័ព្ទច្រើនអាចញ៉ាំច្រើនអាចធាត់ឧទាហរណ៍បាទហ្នឹងក៏យើងមើលដោយសារអត់ធ្វើសកម្មភាពរាងកាយបាទនៅលេងតែជាមួយទូរស័ព្ទខ្វះចលនារាងកាយផ្សេងៗបាទឬក៏អ្នកខ្លះទៅជាមានបញ្ហាសុខភាពដោយសារគេញ៉ាំគ្រប់គ្រាន់បាទភ្នែកខូងខ្មៅបាទស្លក់ដូចអ្នកអត់ជីវជាតិជាការរំខានដែលអាចកើតមានតាមរយៈយើងហៅការញៀនអញ្ចឹងនៅពេលដែលញៀនសន្ទុះចិត្តរបស់យើង craving របស់យើងហ្នឹងជំរុញចិត្តនឹកឃើញភ្នក់នឹកឃើញរឿងទូរស័ព្ទហ្នឹងគឺខ្លាំងឡើងបាទថាពេលខ្លះភ្ញាក់ឡើងពេលណារៀលទូរស័ព្ទពេលហ្នឹងឬក៏សវេសវាទុកអត់ទុកឆ្ងាយពីខ្លួននេះបាទហើយ compulsive មានន័យថាកប្បកិរិយារុញច្រានឲ្យទៅធ្វើសកម្មភាពដើម្បីឲ្យយើងស្ងប់ហ្នឹងគឺស្ទុះខ្លាំងបាទទៅធ្វើវាអញ្ចឹងឧទាហរណ៍អង្គុយជាមួយយើងមិនដែលកាន់ទូរស័ព្ទលេងរហូតបាទផ្ចង់ជាមួយនឹងការញៀនគឺបុគ្គលបានចំណាយពេលដល់លើសលប់ទៅលើទូរស័ព្ទបាទជាជាងពេលវេលាដែលមានសម្រាប់មនុស្សជុំវិញបាទអាចនឹងខកខានការងារមិនអាចបំពេញការងារបានបើសិស្សកូនសិស្សវិញអាចប៉ះពាល់ដល់ការផ្ចង់អារម្មណ៍ប៉ះពាល់ដល់ការគេងឬអត់ចូលនឹងធ្លាក់បន្ទុកផ្សេងៗបាទអរគុណច្រើនគ្រូមិញចាប់អារម្មណ៍ពេលលោកគ្រូឡើងថាទោះបីជាពេលនិយាយមួយគ្នាក៏គាត់ចុចទូរស័ព្ទអីចឹងណាមិញគ្រូលើកឡើងថានៅពេលដែលយើងមានការលេងទូរស័ព្ទហ្នឹងវាអាចថាមានការញៀនអីចឹងបើមិនយើងត្រឡប់ទៅវិញតាក់ទងជាមួយនឹងទំនាក់ទំនងនៅពេលដែលឧទាហរណ៍ថាមនុស្សភាគច្រើនពេលដែលយើងអង្គុយជុំគ្នាប្រហែលជាគាត់ចុចទូរស័ព្ទច្រើនហើយពេលដែលចឹងក្រុមការងារឬមិត្តភ័ក្តិអីចឹងណាគាត់ចុចទូរស័ព្ទមែនតែគាត់ស្ដាប់គាត់ថាគាត់ចុចទូរស័ព្ទតែគាត់ស្ដាប់និយាយមកគាត់ថាចឹងចង់ឲ្យគ្រូចែកម្លែកដែរបើសិនជាយើងតាក់ទងជាមួយការញៀនទូរស័ព្ទនោះវាអាចប៉ះពាល់ដល់ទំនាក់ទំនងសង្គមឬក៏ប៉ះពាល់ទំនាក់ទំនងជីវិតប្រចាំថ្ងៃរបស់គាត់ទេបាទជាទូទៅattention របស់យើងមិនអាចដាក់ attention មានថាការផ្ចង់អារម្មណ៍ទៅលើរឿង2 3ក្នុងពេលតែមួយច្រើនតែមួយបាទអញ្ចឹងបានគេថាបើយើងដាំបាយកុំអានកសែតបាទតែអានកសែតអត់ដឹងបាយខ្លោចទេបាទហ្នឹងហើយជាទូទៅវាអាចប៉ះពាល់បើសិនជាដៃគូសន្ទនាយើងនោះត្រូវការ attention ត្រូវការ full attention ហើយវាអាស្រ័យទៅលើប្រភេទការងារឬក៏បរិបទ environment ហ្នឹងទៀតខ្ញុំឧទាហរណ៍បើសិនជានៅក្នុងផ្នែក clinic ដូចខ្ញុំជាអ្នកប្រឹក្សាបើសិនជាខ្ញុំធ្វើបែបនោះមានថាខ្ញុំនឹងដុតឆ្នាំងបាយខ្លួនឯងពីព្រោះអ្នកប្រឹក្សាមិនត្រូវបង្ហាញអរិយាប័ត្រដែលមិនចាប់អារម្មណ៍ទៅលើអ្នកទទួលសេវាទេបាទយើងមិនត្រូវបង្ហាញថាយើងឲ្យតម្លៃទៅលើទូរស័ព្ទច្រើនជាងវត្តមានរបស់អតិថិជនដែលមកជួបយើងទេបាទយើងត្រូវតែគោរពគាត់ឲ្យតម្លៃគាត់ជាមនុស្សសំខាន់សម្រាប់យើងបាទយើងមិនអាចលេងទូរស័ព្ទបដើស្ដាប់គាត់បដើហើយឆ្លើយមួយគាត់បដើទេនេះជាបញ្ហាហើយនេះជាផ្នែកមួយនៅក្នុងក្រមសីលធម៌ជាទូទៅមានការងារខ្លះអាចនឹងមានរបៀបចឹងដែរឧទាហរណ៍គាត់ជាអ្នករកស៊ីផ្សេងហើយមានការសន្ទនាមួយចំនួនដែលគាត់ប្រើទូរស័ព្ទផងគាត់ស្ដាប់ផងប៉ុន្តែបើសិនជាយើងឆ្លុះបញ្ចាំងឲ្យលម្អិតអំពីទំនាក់ទំនងគុណភាពនៃទំនាក់ទំនង quality of relationship quality of communication បាទក្នុងការប្រសើរតហ្នឹងគុណភាពនៃការប្រសើរតវាមិនបញ្ជាក់អំពីប្រសិទ្ធភាពទេបាទវាជាការប្រសើរតមួយដែលខ្សោយដែលមិនល្អហើយអាចនឹងមានអារម្មណ៍ល្អក៏ធ្វើឲ្យការប្រសើរតមិនរលូនបើសិនជាដៃគូរបស់យើងកំពុងតែត្រូវការយកចិត្តទុកដាក់ពីយើងបាទយើងមើលឃើញថាមនុស្សអាចនឹងមើលឃើញចំណុចអស់នេះជារឿងសាមញ្ញប៉ុន្តែបើសិនយើងនិយាយអំពីគុណភាពនៃការប្រសើរតឬក៏ទំនាក់ទំនងជារឿងសំខាន់ឥរិយាបថរបស់យើងសំខាន់ណាស់នៅក្នុងការរក្សាទំនាក់ទំនងល្អជាមួយដៃគូរបស់យើងសូម្បីតែនៅក្នុងគ្រួសារបាទបើសិនជាយើងគ្រួសារយើងមកនិយាយជាមួយយើងនិយាយទៅកាន់ទូរស័ព្ទប្រើហើយប្រាប់គាត់ថានិយាយមកចាំបងស្ដាប់ណាដូចលោកបារីនៅលេង scroll ចុះ scroll ឡើងមើលរូបភាពណានៅក្នុងអេក្រង់ហ្នឹងហើយគ្រួសារគាត់កំពុងតែត្រូវការ attention ត្រូវការចាប់អារម្មណ៍ការយល់ចិត្តបាទត្រូវការស្ដាប់ពីយើងតើនឹងមានការឡើងបាទប្រកាសជាមានរឿងល្អក៏អ្នកដែលមករកយើងទទួលអារម្មណ៍ថាខ្លួនអត់មានតម្លៃ
bà mình smart nông tụt sập kia mà cái đường cả bất tụt sập nó ôn tình ở sọ đấy bà lâu bây giờ tụt sập nó khai chừng ôn tiệt nhân bài chừng ôn tiệt quát ai nâng tụt tua lắm ở bên chân miền nông tì càng bà sai tụt tông đấy bà chẳng sầm nhậm nhóm mình than đâu khung cả lạ tụt sạn nà tế rồi khung tua này tì nà tế và sân chỉ dương ai đã chó mình tách hay đáp đại dục thật đã chỉ đường sầm khăn hay bà sân chỉ mình ai từ ruột xôm đo sừng nhà thì họ thả pe khác chỉ riêng mình toán đại dương trâu ca chay top nông cùng lòng tới đã con như vậy chừng mùi dương xôm prap đại cú prap cống prap ca son thần lúc ta xôm ở chia sai đời xa về riêng mình toán xôm thạch mình tách và hai trăm tên này toàn chừng một quạt rưỡi co ta khi ai thạch mình tách hai nhận là gì khi sao ban đấy và nhưng cái time mình ấy để khát bằng tiền nông ca bằng hai nông ca có thời ở đại cú bao dương rồi nếu chỉ riêng đại dương mình ai chịu bảnแต่บ่អាចជាបានសូមប្រើប្រាស់ពេលវេលាទោះបីជាខ្លីឲ្យមានគុណភាពជាជាងវែងហើយគ្មានគុណភាពឧទាហរណ៍សន្ទនាមួយគ្នាខ្លះមកប៉ុន្តែភាគច្រើនយើងនៅជាប់ជាមួយនឹងការប្រើប្រាស់ទូរស័ព្ទហើយនឹងការសន្ទនាគ្នាតែ10នាទីយើងគិតថា10នាទីជារឿងសំខាន់ហើយល្អបាទដែលយើងអាចទុកទូរស័ព្ទចុះហើយយើងនិយាយគ្នាផ្ទាល់បាទអរគុណច្រើនគ្រូត្រឡប់ទៅតកតមួយបច្ចេកវិទ្យាវិញតកតមួយទូរស័ព្ទអញ្ចឹងហើយជាបងប្អូនគ្នាក៏ធ្លាប់ឃើញវីដេអូគេតកតងគេនិយាយតកតងជាមួយនឹងការផ្ដល់សារផ្ដល់ដំណឹងគេសាប់ចែកគេហៅ notification ណាបើសិនជាក្នុងនាមលោកគ្រូជាអ្នកជំនាញផ្នែកផ្លូវចិត្តវិញគ្រូគិតថាការផ្ដល់សារសញ្ញាមកដល់យើងវាអាចថាជាវាអាចប៉ះពាល់ផ្លូវចិត្តយើងដូចជាសារ notification ហ្នឹងដូចជាឧទាហរណ៍យើងទូរស័ព្ទយើងទុកក៏ប៉ុណ្ណេះវាអាចធ្វើឲ្យចិត្តរបស់យើង alert ទៅរកសារហ្នឹងឲ្យតែមកយើងទៅអាហ្នឹងវាអាចតទៅមួយផ្លូវចិត្តវាពិបាកនៅក្នុងការទីសេចក្តីសន្និដ្ឋានថាសញ្ញាជូនដំណឹងបាទ notification សញ្ញាជូនដំណឹងអាចប៉ះពាល់ផ្លូវចិត្តរបស់យើងតែបើសិនជាយើងញៀនវាអាចប៉ះពាល់បាទវាអាចជាផ្នែកមួយខានទៅដល់ការផ្ចង់អារម្មណ៍របស់យើងហើយយើងត្រូវដឹងថា sound សំឡេងហ្នឹងគឺមានឥទ្ធិពលខ្លាំងមិនថាសម្ដីរបស់យើងនិយាយទៅរੂវិសាទៅក៏មានឥទ្ធិពល sound ក៏មានឥទ្ធិពលទៅលើផ្លូវចិត្តដែរហើយយើងត្រូវដឹងថាសញ្ញាជូនដំណឹងតាមរយៈសំឡេងក៏ជាផ្នែកមួយនៃព័ត៌មានដែរកាលណាយើងនិយាយពីព័ត៌មានមិនមែនគ្រាន់តែអានសរសេរប៉ុណ្ណោះទេយើងផ្ដោតទៅលើញៀនរបស់យើងហើយញៀនតទៅនឹងភ្នែកទៅជាបាទក្លិនច្រមុះមាត់អីរបស់យើងនឹងហើយនឹងស្បែករបស់យើងជាប្រព័ន្ធប្រសាទបញ្ជូនបាទទៅដល់ខួរក្បាលរបស់យើងហើយនឹងធ្វើការពិភាក្សាខួរក្បាលរបស់យើងភាគច្រើនហ្នឹងគឺគេហៅ seeking immediate reward ដូចថាខួរក្បាលរបស់យើងភាគច្រើនត្រូវការតែរង្វាន់ភ្លាមណាបាទ immediate reward ហ្នឹងអញ្ចឹងឧទាហរណ៍ថារវាងការអានសៀវភៅដើម្បីប្រឡងហើយនឹងការមើលសពដើម្បីសប្បាយភាគច្រើនបើយើងសួរក្មេងៗគាត់ប្រកាសជាយកការមើលទូរស័ព្ទដើម្បីសប្បាយបាទអញ្ចឹងអាហ្នឹង immediate reward លឿនបាទធ្វើឲ្យចិត្តរបស់យើងរីករាយ survival មានថាមានរស់រានមានជីវិតប្រសើរឡើងធូរស្រាលអាដូប៉ាមីនអរម៉ូនរីករាយរបស់យើងហ្នឹងក៏បញ្ចេញមកធ្វើឲ្យយើងស្រឡះណាមើលទៅស្វាហាប់ដែរហើយបើយើងឲ្យគាត់ទៅមើលទូរស័ព្ទសំទោសអានសៀវភៅហ្នឹងអាដូប៉ាមីនហ្នឹងវាដូចអត់ produce សោះវាអត់កើនឡើងសោះអញ្ចឹងអានសៀវភៅហ្នឹងមុខរៀងញ៉ៅបាទបើយើងឲ្យមើលទូរស័ព្ទលឿនបាទមុខរៀងរីកណាញ៉ាំក្មេងៗអញ្ចឹងខួរក្បាលរបស់យើងគាត់ដូចជាចង់បានរង្វាន់ភ្លាមហ្នឹងបាទហើយដូចជាប្រព័ន្ធ smartphone ឆ្លាតហ្នឹងជាកាដូភ្លាមអា notification ហ្នឹងក៏ជាផ្នែកមួយនៅក្នុងការឲ្យកាដូផ្លូវចិត្តរបស់យើងដែរអ្នកដែលញៀនទូរស័ព្ទហ្នឹងគឺ seeking a notification ហ្នឹងមកហ្នឹងហើយត្រូវការមើលឃើញសញ្ញានឹងកាន់តែច្រើនមានការអង្កេតមួយនៅប្រទេសអូស្ត្រាលីយូរហើយដែលខ្ញុំបានអានហើយនឹងបានស្ដាប់ពីរបាយការណ៍នោះមានអ្នកញៀននឹងហ្គេមម្នាក់បាទញៀននឹងហ្គេមគាត់ហ្គេមហើយគាត់ដល់ថ្នាក់លក់ផ្ទះលក់អីដេករស់នៅក្នុងកាស៊ីណូហ្នឹងដែលគេចាក់ហ្គេមហ្នឹងបាទហើយហ្គេមគឺចាក់ទៅវាអត់មានសម្លេងបាទគាត់ទៅបានគេសម្ភាសបាទបន្ទាប់ពីគាត់ចូលមណ្ឌលកែប្រែផ្លូវចិត្តបាទការញៀននឹងហ្គេមបាទនៅប្រទេសអូស្ត្រាលីគេរកឃើញថាសំឡេងសំឡេងហ្គេមដែលចាក់ទៅឈ្នះទៅត្រឹងហើយសំឡេងហើយនឹងពណ៌ពន្លឺចេញមកហ្នឹងជាផ្នែកមួយនៃធ្វើឲ្យយើងនឹងញៀនបាទញៀនផ្លូវចិត្ត
ដោយអត់ដឹងខ្លួនពីព្រោះនៅក្នុង system របស់ game នោះបាទសូមអធិស្ឋានអ្នកដែលមាន business ខាង game ខ្ញុំគាត់ដែលលើកជួបបទពិសោធន៍ហើយនឹងការចំណេះដឹងដែលបានអានទេគេរកឃើញថាវាមានតកតងជាមួយនឹងផ្លូវចិត្តរបស់មនុស្សបាទពោហើយនឹងសំឡេងតឹងបាទអញ្ចឹងគេរកឃើញថាការ set up ឲ្យមនុស្សញៀនហ្នឹងគឺប្រើប្រាស់សំឡេងដល់ហើយពេលដែលចាក់ទៅចាញ់ណាស្ងាត់ឈឹងអញ្ចឹងខួរក្បាលរបស់យើងអត់ notification ទេអត់កត់សម្គាល់អាហ្នឹងទេអញ្ចឹងមនុស្សភាគច្រើនលេងទស្សនៈចាក់ឆ្នោតអញ្ចឹងចាក់ចាញ់3ឆ្នាំអីមិនទាន់អត់ទទួលអារម្មណ៍ថាចាញ់ទេតែចាក់ត្រូវម្ដងទទួលអារម្មណ៍បែបទទួលអារម្មណ៍ថាឈ្នះបាទហើយបើសិនតែត្រូវតែ3 4ដងមានអារម្មណ៍ថាដូចខ្លួនហ្នឹងមានជ័យជំនះខ្លាំងណាបាទតែបើប្រៀបធៀបទៅអាលុយដែលចាក់ហើយនឹងលុយដែលទទួលបានហ្នឹងដូចខុសគ្នាមិនដឹងដែរប៉ុន្តែអារម្មណ៍របស់មនុស្សគឺខុសគ្នាអញ្ចឹងគឺតាមរយៈអាចការផ្សព្វផ្សាយគេហៅចាក់ចាញ់រហូតអត់ដែលគេមកថតផ្សព្វផ្សាយទេតែចាក់ឆ្នាំម្ដងគឺផ្សាយឬក៏ពេលចាក់ចាញ់ទៅ system ហ្នឹងគឺអត់រំលេចនៅសញ្ញាអីមួយសម្គាល់ឲ្យយើងរៀងចាលទេបាទស្ងាត់ឈឹងដូចធម្មតាដូចគ្មានអីកាត់ឡើងតែពេលឈ្នះមានសម្លេងបាទអញ្ចឹងសម្រាប់ខ្ញុំនៅពេលដែលយើងញៀនមានន័យថា notification គឺសំខាន់សម្រាប់មនុស្សនឹងចាប់ដើមបើកទៅ scroll ទៅមើលមានអាណា like អត់ comment អត់អញ្ចឹង notification ហ្នឹងវាមិនមែនគ្រាន់តែបញ្ជាក់ថា load លេខទេប៉ុន្តែវាមានន័យនៅក្នុងហ្នឹងន័យគឺមានអ្នក like មានអ្នកដាក់បេះដូងមានអ្នកដាក់មេដាយមានអ្នកដាក់រូបថែទាំ care អញ្ចឹងទៅបាទឬក៏មានអ្នក comment អញ្ចឹងសម្រាប់ខ្ញុំបើយើងមើលមួយ plate វាសាមញ្ញទេ notification សម្រាប់អ្នកប្រើនិងអ្នកលេងបាទមានក៏មានអីចឹងទៅតែសម្រាប់អ្នកញៀនគឺសំខាន់វាជាផ្នែកមួយនៃការតាក់ទាញផ្លូវចិត្តរបស់គាត់អរគុណច្រើនគ្រូមិនចាប់អារម្មណ៍ពេលគ្រូលើកឡើងថាសំឡេងវាជួយ alert ប្រព័ន្ធប្រសាទរបស់យើងឲ្យញៀនដូចឧទាហរណ៍ថាអ្នកលេងហ្គេមអញ្ចឹងពេលលេងហ្គេមចាញ់គេដាក់សំឡេងស្ងាត់ឈឹងតែពេលដែលឈ្នះវាមានសំឡេងមួយឲ្យរំដំចិត្តរបស់យើងអញ្ចឹងត្រឡប់មកតាក់ទងជាមួយការលេងទូរស័ព្ទវិញអញ្ចឹងអាចថាមុនដំបូងក៏អត់តញៀនទេប៉ុន្តែជាធម្មតាទូរស័ព្ទរបស់គាត់បើកអា notification ហ្នឹងឬក៏សំឡេងផ្ដល់សញ្ញាដំណឹងឲ្យគាត់អញ្ចឹងណាអាហ្នឹងវាអាចថាជាឧទាហរណ៍ថាល្ងាចឡើងដឹងតែគាត់រងចាំអីមួយចាំមើលគេគាត់គេ comment អត់គេ like អត់ notification ហ្នឹងលើក load មកអត់វាអាចនាំឲ្យគាត់ទៅជារងចាំសំឡេងហ្នឹងយូរទៅវាអាចទៅជារំខានផ្លូវចិត្តរបស់គាត់ដែរឬក៏យ៉ាងម៉េចដែរបើយើងតាក់ទងមួយចិត្តសាស្ត្រជាទូទៅមនុស្សបានដាក់ចិត្តទៅក្នុងទូរស័ព្ទ smartphone បានដាក់កម្លាំងថាមពលទៅក្នុងទូរស័ព្ទ smartphone ហ្នឹងច្រើនជាងអ្វីដែលគាត់កំពុងតែរស់នៅជាមួយអ្វីដែលគាត់កំពុងរកផ្សាយតាក់ទងបាទហ្នឹងហើយអញ្ចឹងយើងឃើញថាកាលណាយើងញៀនទៅនឹងទូរស័ព្ទឆ្លាតវៃនេះវាមិនមែនជារឿងល្អសម្រាប់សុខភាពផ្លូវកាយហើយនិងផ្លូវចិត្តរបស់យើងនឹងកើតនៅអារម្មណ៍តានតឹងអារម្មណ៍តានតឹងដោយសារតែការរងចាំបាទនេះខ្លាំងជាងការរងចាំម្ដាយមកពីផ្សារទៀតបាទយើងពីមុនរងចាំតែម្ដាយមកមាននំណាបាទនេះអត់ទេអត់នំញ៉ាំបាទហើយការរងចាំរបស់យើងគឺមានគោលដៅរងចាំម៉ាក់មកពីផ្សារមានគោលដៅបាទនេះរងចាំដូចជានៅក្នុងលំហបាទ smartphone មាននរណា like យើងទេហ៎មិនអញ្ចឹងទេជា friend យើងជាអ្នកដទៃទេហ៎គឺយើងដូចអត់មានគោលដៅទេប៉ុន្តែដូចមានក្តីសង្ឃឹមខ្ពស់ដាក់ក្តីសង្ឃឹមខ្ពស់ទៅនឹងការរងចាំហ្នឹងអញ្ចឹងយើងកើននៅការតាមតឹងផ្លូវចិត្តអាចមានការថប់អារម្មណ៍ផ្សេងដោយឡែកបើសិនជាអត់បានតែមានអីកើតឡើងអាហ្នឹងវាអាចទៅជាផ្ទុយពីការថប់អារម្មណ៍អីផ្សេងទៅជាធ្លាក់ទឹកចិត្តទៅជាមានគំនិតអវិជ្ជមានទៅជាបន្ទោសបង្អាប់ខ្លួនឯងឲ្យតម្លៃខ្លួនឯងទាបដែលហៅ low self esteem ចាប់ដើមទទួលអារម្មណ៍ថាខ្លួនឯងអន់ជាងការផុសរូបនេះគេអត់ like ធ្វើអាក្រក់អីចឹងវាអាចមានផលជះឬក៏ឥទ្ធិពលទៅលើបញ្ហាសុខភាពផ្លូវចិត្តមានន័យថាវាអាចដល់ពេលគាត់ផុសទៅដូចចាប់អារម្មណ៍ពេលគ្រូថាផុសទៅអត់មានអ្នកមើលអត់មានអ្នក like ហើយខ្លួនឯងអត់ស្អាតទេវាទៅជាយើងមានវិបត្តិផ្លូវចិត្តតអីវិញឆ្ងាយទៀតចឹងទៅចង់ត្រឡប់មកវិញគ្រូតាក់ទងជាមួយនឹងក្មេងប្រហែលជាក្មេងវិញអាចថាយើងគ្រូចែកម្លេះទូទៅបើសិនបើត្រឡប់មួយកុមារឬក៏ក្មេងវិញតាក់ទងមួយនឹងឃើញនៅតាមភូមិវិច្រើនពេលដែលគាត់ឲ្យកូនញ៉ាំបាយអញ្ចឹងឲ្យមើលទូរស័ព្ទដើម្បីឲ្យកូនញ៉ាំបាយតែអាការបង្កើតទម្លាប់បែបហ្នឹងវាជួយគេខ្លះដែរដល់ក្មេងឬក៏វាមិនបានជួយអីទេបើយើងនិយាយអំពីដំណោះស្រាយរយៈពេលខ្លីគឺជួយគាត់ញ៉ាំបាយ
ជួយអាណាព្យាបាលឲ្យធូរស្រាលមិនចាំបាច់បារម្ភច្រើនថាក៏អត់ញ៉ាំបាយគាត់រស់រឿងបាទនេះជាដំណោះស្រាយរយៈពេលខ្លីតែបើសិនជាយើងបណ្ដុះនៅគេហៅថាអាកប្បកិរិយាបែបអវិជ្ជមានយើងចាត់ទុកថាការបណ្ដុះការឲ្យទូរស័ព្ទកូនមើលពេលញ៉ាំបាយឬក៏បណ្ដុះក្នុងរយៈពេលយូរទៅជាទម្លាប់អវិជ្ជមានវាអាចជាផលប៉ះពាល់បាទពីព្រោះវាអាចទីមួយប៉ះពាល់ទៅដល់របបអាហារការរំលាយអាហារផ្សេងបាទឧទាហរណ៍ថាសុខភាពគឺយើងឲ្យញ៉ាំដោយស្មារតីពេញលេញទៅពីលេបហ្នឹងទៅឆ្ងាញ់បាទយើងធ្វើអីក៏ត្រូវផ្ដោតដែរ attention បាទត្រូវការផ្ចង់អារម្មណ៍ប៉ុន្តែសម្រាប់កុមារគាត់ញ៉ាំបាយមិនថាកុមារមនុស្សចាស់ក៏អាចដែរកាលណាយើងញ៉ាំហើយយើងមើល smartphone ផ្សេងវាអាចប៉ះពាល់ទៅដល់ប្រព័ន្ធរំលាយអាហារផ្សេងវាអាចបង្កើននៅអាកប្បកិរិយាមួយដែលខុសប្រក្រតីពីអ្នកដទៃព្រោះមិនមែនជាអ្វីដែលសង្គមបាន treat ថាវាជា healthy behavior ទេជាអាកប្បកិរិយាដែលមានសុខភាពល្អទេបាទនិយាយរួមពាក្យតាញៀនមួយម៉ាត់យើងភាគច្រើនជារឿងអវិជ្ជមានប៉ុន្តែការញៀនខ្លះក៏ជារឿងល្អដែរដូចជាការញៀននឹងហាត់ប្រាណដែរហ្នឹងហើយការញៀនជិះកង់ហាត់ប្រាណអញ្ចឹងក៏អាចជារឿងល្អបាទប៉ុន្តែកុំឲ្យលើសលប់បាទព្រោះលើសលប់ក៏គ្រោះថ្នាក់ជិះកង់អត់ចូលទេចាអញ្ចឹងយើងមិនគួរបណ្ដុះគេហៅថាការញៀនឬក៏ទម្លាប់អាក្រក់ទម្លាប់អវិជ្ជមានប៉ុន្តែយើងមើលឲ្យវិញឆ្ងាយជាងនេះបាទអញ្ចឹងបានយើងមិនត្រូវបណ្ដុះអាកប្បកិរិយាមួយដែលមិនល្អឲ្យទៅជាការញៀនទេបាទហើយមិនមានន័យថាការឲ្យទូរស័ព្ទកូនមើលពេលញ៉ាំបាយហ្នឹងសុទ្ធតែអាក្រក់ឬក៏ខុសទេបាទតែយើងត្រូវដឹងថាវាមានការឆ្លាស់គ្នាចិត្តសាស្ត្រយើងមិនអាចប្រើ reinforce អាកប្បកិរិយាហ្នឹងគេថាពង្រឹងអាកប្បកិរិយាហ្នឹងដដែលបានទេបាទហើយយើងដឹងថាអាកប្បកិរិយាហ្នឹងវាមិនល្អដល់សុខភាពបាទអាហ្នឹងផ្នែកចិត្តសាស្ត្រគេវិភាគទៅតាមដូច Skinner ឯងវិភាគទៅលើសត្វអីចឹងទៅបាទអាកប្បកិរិយាបែបណាគួរពង្រឹងអាកប្បកិរិយាបែបមិនគួរពង្រឹងអញ្ចឹងយើងត្រូវតែមានការឆ្លាស់កុំឲ្យគាត់ញៀនបាទអញ្ចឹងត្រឡប់មកវិញថាការឲ្យគាត់មើលម្ដងម្កាល fine ក្នុងករណីខ្លះវាជារឿងចាំបាច់ខ្លះជារឿងរំហែប៉ុន្តែបើសិនជាទម្លាប់នោះទៅវាទៅជាទម្លាប់បាទអាកប្បកិរិយាទៅជាទម្លាប់អានោះជាបញ្ហាបាទដែលប៉ះពាល់ទៅដល់គាត់បាទពីព្រោះកុមារនៅវ័យក្មេងគាត់ឆាប់ជឿអានឹងអ្វីដែលគេបង្កើតនៅក្នុង screen ហ្នឹងនៅក្នុងទូរស័ព្ទហ្នឹងគាត់មិនមែនគាត់តែលេងទូរស័ព្ទហ្នឹងទេគាត់ជួបប្រទះទៅនឹង content មាតិកាផ្សេងៗដែលមាននៅក្នុងទូរស័ព្ទហ្នឹងបាទហើយបើ content ខ្លះវាអាចមានលក្ខណៈមិនល្អសម្រាប់កុមារឧទាហរណ៍ការប្រើពាក្យសម្ដីមិនពិរោះពិសាមានរបៀបហិង្សាបាទអាកប្បកិរិយាមិនល្អបាទហើយកុមារមិនដឹងសមត្ថភាពរបស់គាត់ក្នុងការវិភាគកំណត់ថាអ្វីជាអាកប្បកិរិយាល្អមិនល្អនោះគឺនៅមានកម្រិតអញ្ចឹងវាអាចប៉ះពាល់ទៅលើអាកប្បកិរិយារបស់គាត់បាទបើយើងធៀបជាមួយមនុស្សពេញវ័យគាត់ដឹងច្រើនគេនិយាយមកហ្នឹងកុហកហើយណាអូនឹងអត់ល្អនិយាយមកពាក្យអត់ប្រសាអត់ល្អទេតែកុមារជួនកាលគាត់ជឿថាហ្នឹងពាក្យធម្មតាព្រោះឃើញគេនិយាយនៅក្នុង content ហ្នឹងបាទអញ្ចឹងវាប៉ះពាល់បាទអរគុណច្រើនគ្រូអញ្ចឹងអាចថាបើសិនជាគាត់ម្ដងម្កាលអត់ដូចតែតទៅមួយការឲ្យកូនមួយទូរស័ព្ទញ៉ាំបាយអញ្ចឹងប៉ុន្តែបើសិនជាក្មេងហ្នឹងគាត់អត់ទាន់ចេះនិយាយទេគាត់អាចថានៅតូចហើយការដែលឲ្យគាត់មើលទូរស័ព្ទហ្នឹងវាអាចថាប៉ះពាល់ដល់ការវិវត្តប្រព័ន្ធប្រសាទរបស់គាត់ទេតទៅមួយភាសាតទៅមួយកប្បកិរិយាដូចគ្រូលើកឡើងមិញដែរអញ្ចឹងណាបើយើងមើលទៅលើការណែនាំរបស់អង្គការសុខភាពពិភពលោកគេកំណត់ថាទារកក្រោមអាយុ1ឆ្នាំមិនទាន់ចេះនិយាយទេទារកបាទគឺមិនឲ្យមានការប្រើប្រាស់ screen ទេបាទ screen ហ្នឹងគឺសំដៅលើមិនតែ smartphone ទេ tablet បាទផ្សេងបាទឥឡូវយើងមាន tablet យើងមាន Surface បាទ smartphone ជាអនុសាសន៍របស់អង្គការសុខភាពពិភពលោកគឺមិនលើកទឹកចិត្តឲ្យក្មេងអាយុក្រោម1ឆ្នាំតែខាតចំណាយពេលទៅលើ screen ទេ no screen time គឺសោះហើយចន្លោះពី1ឆ្នាំទៅ2ឆ្នាំក៏មិនគួរដែរបាទអាចម្ដងម្កាលអីអានេះបើតាមយើងមើលបាទប៉ុន្តែក៏មិនមានអនុសាសន៍ណាដែលអាចថាឲ្យកុមារមើល screen ដែរបាទចុះពីក្រោម3ឆ្នាំចុះយើងនិយាយសាមញ្ញចុះណាមិនគួរណាឲ្យគាត់ចំណាយពេលជាមួយ screen ទេហើយប្រហែលជាលើហ្នឹងរហូតដល់អាយុ5-6ឆ្នាំបាទយើងឲ្យគាត់មើលដែរតែមាន limit បាទឧទាហរណ៍ថាគេកំណត់ថាមិនឲ្យលើសពី1ម៉ោងហើយអាយុលើនោះមិនឲ្យលើសឧទាហរណ៍2ម៉ោងប៉ុន្តែអ្វីមួយដែលយើងត្រូវដឹងដែរថាទោះបីជាកុមារអាយុពី3-4ឆ្នាំទៅ5ឆ្នាំអាចមានពេល1ម៉ោងមើលតែយើងក៏គួរតែ
ពិនិត្យបច្ច័យបើអាចនៅជាមួយគាត់ហើយត្រូវ control បាទ control ដែរទីមួយ control ទៅលើ content បាទមាតិកានៅក្នុង smartphone ហ្នឹងត្រូវ check មើលតើគាត់មើលអីណាហើយទៀងទាត់គ្នាទៅបើសិនជាពាក្យទាំងអស់ហ្នឹងមិនល្អយើងត្រូវបង្រៀនគាត់ប្រាប់គាត់បាទពីព្រោះវាអាចកុមារងាយនឹងរងឥទ្ធិពលពីភាសាផ្សេងៗពី content ផ្សេងៗបាទយើងជាអាណាព្យាបាលគួរតែនៅជាមួយគាត់ហើយបើអាចយើងក៏គួរតែរកវិធីសាស្ត្រកាត់បន្ថយបាទទោះបីគេសចេះថា1ម៉ោងប៉ុន្តែបើយើងអាចក៏យើងកាត់បន្ថយមានរបៀបដែរនៅក្នុងការប្រស័យអតងចរចាជាមួយកូនបាទដើម្បីឲ្យគាត់លេងតិចបាទមានថាពុកម្ដាយក៏ពិតត្រូវវិនិយោគច្រើនណាទៅលើពេលវេលាជាមួយកូនប៉ុន្តែដោយសារតែយើងមើលឃើញស្ថានភាពសង្គមបច្ចុប្បន្នពុំព័ទ្ធដោយភាពស្មុគស្មាញកត្តាជីវភាពផ្សេងកត្តារស់ស៊ីឋានៈទូនទីនៅក្នុងសង្គមយើងអត់សូវមានពេលបាទហ្នឹងបើយើងមើលតែយើងក៏មិនគួរថាដោយសារយើងអត់សូវមានពេលយើងបណ្តែតបណ្ដោយឲ្យកុមារប្រើប្រាស់ទូរស័ព្ទលើសលប់ដែរពីព្រោះវាពិតជាប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារបាទយើងឃើញថាកុមារដែលមើលទូរស័ព្ទច្រើនអាចនឹងមានបញ្ហាក្នុងការអភិវឌ្ឍភាសាបាទជាការសិក្សាស្រាវជ្រាវកុមារកើនឡើងនៅអារម្មណ៍ខឹងឆេវឆាវបាទកំហឹង isolated មានថាកាត់ផ្ដាច់ពីអ្នកដទៃបាទដោយសារគាត់ត្រូវបានអូសទាញនៅក្នុងដោយសារ screen ដោយសារ smartphone ហ្នឹងអាចមានបញ្ហាក្នុងការគេងនៅក្នុងការសម្របសម្រួលខ្លួនក្នុងការប្រស័យតងជាមួយអ្នកដទៃយើងឃើញថាកុមារខ្លះអាចនឹងចេះភាសាដែលមិនដឹងថាភាសាមកពីណានៅក្នុងដោយសារ content នោះវាមាន worldwide អញ្ចឹងបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបកុមារខ្លះនិយាយភាសាមួយដែលយើងស្ដាប់មិនបានបាទហ្នឹងហើយដោយសារតែហើយគាត់អាចនិយាយភាសាសត្វបាទដោយសារគាត់មើល content ដែលពាក់ព័ន្ធនឹងសត្វនឹងច្រើនបាទអរគុណច្រើនគ្រូដែលបានចែកម្លែកហើយបើសិនជាយើងនិយាយទៅដល់មនុស្សពេញវ័យហើយនឹងក្មេងឬក៏កុមារយុវវ័យបាទទាំងពីរហ្នឹងយើងគិតថាបើតាមការមើលឃើញរបស់គ្រូគិតថាអ្នកណាដែលងាយរងគ្រោះដោយទូរស័ព្ទច្រើនខ្ញុំគិតថាក្មេងតូចប្រហែលជាអត់សូវបាន access មានថាប្រើប្រាស់ទូរស័ព្ទបានទេដោយសារពុកម្ដាយនៅ control គាត់បាននៅគ្រប់គ្រងគាត់បានអញ្ចឹងទោះបីគាត់បានឱកាសលេងទូរស័ព្ទម្ដងម្កាលយ៉ាងច្រើនទេប៉ុន្តែដូចជាមិនសូវអីទេបាទពីព្រោះអីគាត់អត់ទាន់មានលុយទិញទូរស័ព្ទខ្លួនឯងអត់ទាន់មានភាពឯករាជ្យបាទហើយបើមនុស្សពេញវ័យចំណាស់ថាដូចជាមានបទពិសោធន៍ក្រាស់ក្រែលចាស់ទុំបាទខាងផ្លូវកាយផ្លូវចិត្តផ្លូវសង្គមបាទដូចជាដឹងកលុកកលៀតដឹងរបៀបរស់នៅដឹងភាពស្មោះត្រង់មិនស្មោះត្រង់ចេះដោះស្រាយទៅនឹងបញ្ហាក្នុងសង្គមបានល្អបាទប៉ុន្តែអ្វីដែលយើងមើលឃើញគឺយុវជនវ័យក្មេងជំទង់ដែលជាវ័យមួយនៅក្នុងចិត្តសាស្ត្រជាវ័យមួយដែលអាចនឹងឆាប់រងឥទ្ធិពលពីសង្គមបាទឆាប់រងឥទ្ធិពលពីមិត្តភ័ក្តិឆាប់ងាយនឹងត្រូវបានគេអូសទាញបាទអញ្ចឹងវ័យនេះអាចនឹងមានភាពងាយរងគ្រោះតាមការយល់របស់ច្រើនជាងកុមារតូចហើយនឹងមនុស្សពេញវ័យទាក់ទងទៅនឹងឥទ្ធិពលនៃការប្រើប្រាស់ smartphone នេះឧទាហរណ៍ថាវ័យជំទង់ជាច្រើនគាត់អាចប្រើប្រាស់ច្រើនហើយអាចនឹងមានការអូសទាញពីព្រោះយើងដឹងហើយថាវាបែកទៅរឿងប្រព័ន្ធដូចជាប្រព័ន្ធបទឧក្រិដ្ឋអនឡាញជាច្រើនប៉ះពាល់បាទដូចជាមានការជួញដូរមនុស្សអនឡាញបាទជាសិស្សកុមារបាទឬក៏ជំទង់បាទហើយ content មានថាមាតិកាសាច់រឿងនៅក្នុងអនឡាញឬក៏នៅក្នុង smartphone អត់មានសុខភាពមាតិកាខ្លះគឺมันមានប្រភពច្បាស់លាស់ឬក៏ជាមាតិកាដែលជំរុញឲ្យមានអំពើហិង្សាជំរុញឲ្យមានភាពស្អប់ចំណែនគ្នានេះអញ្ចឹងយុវជនឬក៏ជំទង់ដែលក្នុងវ័យមួយដែលកំពុងកំណត់អត្តសញ្ញាណខ្លួនឯងហើយនឹងចង់role model ហ្នឹងថានរណាជា model របស់គាត់ហ្នឹងគាត់អាចនឹងជាប់គេនៅក្នុង content ដែលមិនល្អទេមិញគូលើកឡើងថាអាចថាមនុស្សធំវាអាចថាងាយជាងពេញវ័យឬក៏ក្មេងតូចអញ្ចឹងណាចង់គូភ្ជាប់ដែរតាក់ទងជាមួយនឹងការគេងព្រោះមនុស្សជាច្រើនថាជាគាត់ពិបាកនឹងការគេងតែការគេងនិងការលេងទូរស័ព្ទហ្នឹងវាអាចពាក់ព័ន្ធគ្នាហ្នឹងហើយហើយប្រិយមិត្តអាចចូលរួមពេលក្រោយពេលស្ដាប់ហើយជាទូទៅមនុស្សយើងដូចជាទម្លាប់គេងដែលប្រើប្រាស់ smartphone មុនគេយើងទម្លាប់ទាំងមើលទូរស័ព្ទហ្នឹងខ្ញុំបាទមើលទូរស័ព្ទមកប្រើសម្រាប់គេតែបើយើងមើលពីសុខភាពបន្តសុខភាពដែលយើងនិយាយមុននោះការគេងដែលមានភាពសុខស្រួលគឺមិនត្រូវមើល screen មុនគេងទេបាទ1ម៉ោងមុនគេងហ្នឹងយើងមិនគួរមើលទូរស័ព្ទឬមើលលេង screen ហ្នឹងទេបាទអានេះជាបន្តសុខភាពបាទពីព្រោះយើងនៅបន្តផ្ដល់គេហៅថារង្វាន់
ទៅដល់ខួរក្បាលរបស់យើងរង្វាន់ហើយយើងដឹងពេលយើងសុបាយក៏គេឲ្យលក់ដែរសុបាយគេចាក់បាសឈប់ហ្នឹងយើងគេលក់អត់បាទពងសុបាយទៅជាមួយបាទនេះជារង្វាន់ផ្លូវចិត្តបាទរង្វាន់ខួរក្បាលអញ្ចឹងរង្វាន់ហ្នឹងឲ្យច្រើនពេកវាទៅជាហត់នឿយទៅវិញបាទអញ្ចឹងអ្នកដែលលេងទូរស័ព្ទច្រើននៅពេលយប់វាទៅជារំខានទៅដល់ការគេងហើយអស់កម្លាំងពេលភ្នាក់ឡើងនៅក្នុងទម្លាប់នៃការគេងដែលមានសុខភាពល្អគេណែនាំមិនឲ្យយើងទៅជាញ៉ាំអាហារដែលពិបាករំលាយប្រើប្រាស់ភេសជ្ជៈគ្រឿងកំប៉ុងតែបង្កើនកម្លាំងបាទឬក៏ការប្រើប្រាស់ screen បាទអីផ្សេងៗហើយសូម្បីតែគេងក៏គេមិនលើកចិត្តឲ្យយើងបើកភ្លើងដែរឧទាហរណ៍ថាវាអាចប៉ះពាល់ទៅដល់ប្រព័ន្ធប្រសាទរបស់យើងមានន័យថាកាលណានៅមានសំឡេងរំខាននៅមានសញ្ញារំខានរលកសញ្ញារបស់ហ្នឹងវាអាចជាផ្នែកមួយដែលធ្វើឲ្យខួរក្បាលរបស់យើងនៅធ្វើសកម្មភាពនោះច្រើននៅពេលយប់បាទជូនព័ត៌មានហ្នឹងបាទអញ្ចឹងបានគេងគេឲ្យយើងបិទភ្លើងឲ្យជិតឲ្យល្ងិតហ្មងបាទហើយការស្រាវជ្រាវក៏រកឃើញដែរថាប្រជាជនដែលរស់នៅក្នុងជនបទឬក៏ក្នុងព្រៃ Amazon ដែលគេធ្វើការប្រៀបធៀបគ្នានោះចូលគេងដូចគ្នាអ្នកនៅទីក្រុងចូលគេងម៉ោងប៉ុណ្ណឹងអ្នកនៅក្នុងព្រៃដែលអត់មានអគ្គិសនីនោះមានតែដុតភ្លើងភ្នក់មកភ្នក់នៅមុខផ្ទះនៅមុខតូមហ្នឹងឃើញថាអ្នកដែលនៅក្នុងព្រៃហ្នឹងគេគេងស្កប់ជាងគេគេងលក់ហើយគុណភាពគេងហ្នឹងល្អជាងអ្នកនៅទីក្រុងចូលគេងទៅអត់ស្កប់ទេវាថានៅមានភាពរញ៉េរញ៉ៃយល់សពពីនេះពីនោះឬសូរសំឡេងផ្សេងៗសុខភាពនៃការគេងគឺគួរត្រូវបានពិចារណាសម្រាប់មនុស្សពេញវ័យជាមនុស្សពេញវ័យព្រោះយើងនឹងអាចខ្សោយនៅក្នុងការដាក់ខ្លួនឲ្យគេងលក់ដោយកុមារដូច្នេះត្រឡប់មកវិញតើតើនឹងការគេងយើងគួរពន្យល់បច្ច័យឡើងវិញបាទទៅលើការប្រើប្រាស់ប្រព័ន្ធ smartphone ដើម្បីកុំឲ្យយើងអាចនឹងមានថាវាទម្លាប់វានឹងទៅធ្វើឲ្យទៅជាមានបញ្ហាបាទហ្នឹងហើយអរគុណលោកគ្រូដែលបានចែកម្លែកតទៅមួយការគេងអញ្ចឹងការពីលើកមុនក៏គ្រូបានចែកម្លែកដែរថាតើបើសិនជាយើងនិយាយពីការគេងអាចថាប្រធានបទមួយទៀតតទៅមួយនឹង sleep ជំងឺនៃការគេងអញ្ចឹងណាមិនតែយើងអត់បានចែកម្លែកទេនឹងខ្ញុំថាលោកគ្រូលើកក្រោយលោកគ្រូនឹងចែកម្លែកបាទអញ្ចឹងមកដល់ត្រឹមនេះក៏សូមអធិស្ឋានប្រិយមិត្តផងដែរបើសិនជាការចែកម្លែករបស់យើងទៅមានការខ្វះខាតប្រិយមិត្តទាំងអស់គ្នាអាចចូលរួមចែកម្លែកបាននៅក្នុងកម្មវិធីរបស់យើងអាចបើសិនជាអ្នកនរគ្នាអាចមើលថាការស្រាវជ្រាវនេះគេនិយាយចេះអ្នកនរគ្នាអាច comment ឬក៏អាចចែកម្លែកមកកាន់ក្រុមការងាររបស់យើងបានដែរអញ្ចឹងណាយើងរីករាយក្នុងការទទួលយកនិងការរៀនបន្ថែមពីប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងយើងសង្ឃឹមថាអ្វីដែលយើងចែកម្លែកទៅវាមិនល្អអត់ខ្ចោះទេវាអាចវានៅមានកម្រិតអញ្ចឹងណាបាទអញ្ចឹងក៏អធិស្ឋានប្រិមិត្តទុកជាមុនផងដែរបាទហើយក៏អរគុណដល់ប្រិមិត្តដែរដែលតែងតែតាមដានតែងតែគាំទ្រទោះបីជាការដំណើរការរបស់យើងទៅវាយឺតក្នុងការតិចតួចមែនប៉ុន្តែនៅតែមានអ្នកគាំទ្រនៅតែមានអ្នកតាមដានមកក្រុមការងាររបស់យើងអញ្ចឹងទាំងអស់ហ្នឹងធ្វើឲ្យក្រុមការងាររបស់យើងមានកម្លាំងចិត្តមានធម៌ពលចិត្តក្នុងការបន្តដំណើរទៅមុខទៀតអញ្ចឹងណាបាទអញ្ចឹងយើងបន្តសំណួរយើងទៅទៀតតកតងជាមួយនឹងប្រធានបទរបស់យើងតកតងជាមួយនឹងការញៀនទូរស័ព្ទបាទអញ្ចឹងយើងមកដល់ទីនេះយើងអាចថាយើងពិភាក្សាបានពាក់កណ្ដាលហើយយើងមានទំនួលច្រើនទៀតសួរទៅគ្រូតកតងជាមួយនឹងការញៀនទូរស័ព្ទហ្នឹងមិញគ្រូបានចែកម្លែកដែរតកតងជាមួយនឹងក្មេងបាទតកតងមួយញៀនទូរស័ព្ទឬក៏ក្មេងដែលអាចប៉ះពាល់ទូរស័ព្ទហ្នឹងប្រហែលចង់ឲ្យគ្រូបញ្ជាក់បន្ថែមតិចតកតងជាមួយនឹងថាការលេងហ្គេមរបស់កុមារពុកម្ដាយដែលឲ្យកុមារលេងហ្គេមហ្នឹងវាអាចធ្វើឲ្យកុមារហ្នឹងអាចទៅជាលេងចង់ជួបមួយអ្នកដទៃគាត់អាចថាចង់ទៅនៅក្នុងបន្ទប់វាអាចធ្វើគាត់មានបញ្ហាផ្លូវចិត្តឬក៏វិវត្តទៅជាផ្លូវចិត្តបាទជារួមថាការលេងការប្រើប្រាស់ទូរស័ព្ទមិនមែនសុទ្ធតែជាផលអវិជ្ជមានទេបាទចង់បញ្ជាក់កន្លែងហ្នឹងតិចបាទពេលខ្លះក៏មានខុសដល់អត្ថប្រយោជន៍នៅក្នុងការអភិវឌ្ឍរបស់កុមារដែរការសិក្សាមួយចំនួនក៏គេអាចបញ្ជាក់ដែរថាការលេងទូរស័ព្ទឬក៏លេងហ្គេមក៏អាច boost intelligence ហើយនឹងបង្កើននូវភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហាបង្កើននូវភាពថ្នឹកនៅក្នុងផ្នែក psychomotor មានថាផ្នែកចលនាផ្សេងឧទាហរណ៍អ្នកដែលលេងហ្គេមហ្នឹងជាងការទៅពេលទៅវ័យកុំព្យូទ័រក៏លឿនឧទាហរណ៍ណាបាទថ្នាក់បើយើងមើលតកតងទៅនឹងគុណសម្បត្តិនៃការប្រើប្រាស់ smartphone ឬក៏ digital បាទ platform វាជួយបាទជាពិសេសនៅក្នុងសង្គមមួយដែលមានភាពរីកចម្រើននៅក្នុងផ្នែក digital អ្វីដែលជាបញ្ហានៅពេលដែលវាលេងជាការប្រើជាការលេងវាជាការញៀនបាទអញ្ចឹងដូចកុមារដូចជំទង់ដែលគាត់ញៀននឹង smartphone ទូរស័ព្ទឆ្លាតវៃវាបង្កការរំខានទៅលើការរស់នៅរបស់គាត់
បង្កផលប៉ះពាល់ទៅលើសុខភាពអ្នកលេងដល់ស្លាប់បាទយើងឃើញព័ត៌មាននៅសារញៀននឹងហ្គេមអត់បាយបាទនៅប្រទេសគេហ្នឹងគឺរហូតដល់ស្លាប់តែម្ដងបាទដោយសារតែអត់ញ៉ាំបាយដោយសារជក់ហ្នឹងគឺកម្រិតកំពូលហ្នឹងមានកម្រិតកំពូលប៉ះពាល់ដល់ផ្លូវចិត្តគឺយើងមិនមានអារម្មណ៍សុវត្ថិភាពពេលអត់វាត្រូវការវាជាប់បាទត្រូវការវាជាប់ហើយការពិតវាមិនមែនជាអាហារទេវាមិនមែនជាឧបករណ៍ដែលធ្វើឲ្យចិត្តរបស់យើងធូរស្រាលទេវាជាអ្វីមួយដែលពួកចិត្តរបស់យើងជាប់បាទនៅនឹងវានឹងអត់វាមិនបានអញ្ចឹងកុមារឬក៏ជំទង់ដែលប្រើប្រាស់ហ្គេមច្រើនដល់ថ្នាក់ញៀននោះគឺមានតកតងទៅនឹងបញ្ហាផ្លូវចិត្តបាទគឺមានបញ្ហាថប់អារម្មណ៍មានបញ្ហាផ្លូវចិត្តអាចថារស់នៅដោយឯកោបាទព្រោះគាត់អត់បានចំណាយពេលប្រស័យតកតងជាមួយមិត្តភ័ក្តិដទៃទៀតផងបាទគាត់ប្រែណូនតែជាមួយនឹងហ្គេមឬក៏ smartphone របស់គាត់ហ្នឹងអាចនឹងមានបញ្ហាក្នុងការគេងខ្វះការគេងបាទឬក៏គេងមានបញ្ហារបៀបសម្របសម្រួលអារម្មណ៍របស់គាត់ក៏ខ្សោយដែរបាទពីព្រោះមនុស្សយើងត្រូវការរស់នៅក្នុងជីវិតពិតប្រស័យតកតងពិតមិនមែនជាតកតងបែបសពនិមិត្តទេបាទឬក៏ហៅនិមិត្តទេអញ្ចឹងកុមារដែលប្រើប្រាស់ឬក៏ហ្គេមច្រើនឬក៏ញៀន smartphone នេះប្រឈមទៅនឹងបញ្ហាផ្លូវចិត្តខ្ពស់បាទបើយើងធៀបជាមួយនឹងកុមារទូទៅបាទហើយយើងឃើញ low self esteem គឺឲ្យតម្លៃខ្លួនឯងទាបធ្លាក់ទឹកចិត្តបាទខឹងឆេវឆាវមួម៉ៅអត់អាចសម្របខ្លួនបានទៅក្នុងសង្គមបាទទៅណាក៏មានអារម្មណ៍ខឹងហើយអត់ចង់ព្រោះចង់ទៅនៅជាមួយទូរស័ព្ទកុមារខ្លះរហូតដល់អត់ញ៉ាំបាយដល់ម្ដាយឪពុកលើកអាហារទៅដល់បន្ទប់ទៀតណាបាទហើយដល់បន្ទប់អត់ញ៉ាំទៀតហើយហ្នឹងវាខុសឆ្គងទៅនឹងប្រពៃណីរបស់យើងណាយើងត្រូវការញ៉ាំអាហារជុំគ្នាយើងដឹងហើយថាការញ៉ាំអាហារជុំគ្នាជាពេលដ៏ប្រសិទ្ធសម្រាប់គ្រួសារក្នុងការចងទំនាក់ទំនងគ្រួសារនៅក្នុងការជជែកវិនិច្ឆ័យបាទអញ្ចឹងកន្លែងនេះក៏អាចថាសុំចូលរួមចំណែកនៅក្នុងផ្នែកគំនិតនៅការញ៉ាំអាហារមួយចំនួនបាទយើងឃើញនៅបរិបទយើងពីច្រើនការពេលញ៉ាំអាហារយើងមានទម្លាប់មួយស្ងប់ស្ងាត់បាទមិនត្រូវនិយាយច្រើនទេជារឿងមួយល្អដែរពេលខ្លះប៉ុន្តែពេលខ្លះក៏យើងគួរគិតដែរបើសិនជាយើងនៅក្នុងសង្គមមួយដែលមមាញឹកមិនសូវមានពេលយើងគួរដកអាកន្លែងហ្នឹងចេញណាទុកពេលហ្នឹងឲ្យបានប្រស័យទៅតឲ្យបានជជែកគ្នាសួរនាំគ្នានឹងឲ្យស្វែងយល់ពីគ្នានៅក្នុងតុអាហារហ្នឹងកន្លះម៉ោង1ម៉ោងហ្នឹងហើយជួយច្រើននៅក្នុងការចងចំណងមិត្តភាពចំណងទំនាក់ទំនងគ្រួសារបាទជាជាងផ្នែកគំនិតដែលយើងមានពីមុនថាពេលញ៉ាំបាយគឺត្រូវតែផ្ចង់ទៅលើចានបាយឬក៏ញ៉ាំហ្នឹងអត់និយាយទាំងអស់បាទពេលខ្លះវាអត់ទៅជួយដោយសារយើងពីមុនយើងមានពេលច្រើនដែលថាអត់ទាន់មានប្រព័ន្ធបច្ចេកវិទ្យាអត់ទាន់មានការងារច្រើនដឹងតែធ្វើស្រែចម្ការមកជុំគ្នាទៅស្រែចម្ការទៅជុំគ្នាទីហោតែឥឡូវមនុស្សចែកជើងគ្នាអញ្ចឹងពេលខ្លះយើងត្រូវផ្លាស់ប្ដូរបរិបទនៅក្នុងការញ៉ាំអាហារហ្នឹងដែរជំនួសឲ្យស្ងប់ស្ងាត់ក៏អាចជជែកគ្នាខ្លះណាដើម្បីស្វែងយល់សួរនាំខ្លះណាយើងកុំតឹងរឹងពេកបាទអរគុណច្រើនគ្រូតើតើនឹងចែកម្លែកតើមួយការញ៉ាំអាហារជាធម្មតាប្រហែលជាពេលនៃយើងដោយគូលើកឡើងអញ្ចឹងពេលញ៉ាំបាយពុកម្ដាយឲ្យកូនស្ងាត់ចឹងក៏និយាយគ្នាអញ្ចឹងទៅអញ្ចឹងបើសិនជាពេលហ្នឹងបើយើងមានឱកាសនិយាយគ្នាមានឱកាសចែកម្លែកក៏ល្អប្រសើរដែរបាទហ្នឹងហើយលោកគ្រូអរគុណច្រើនតើតងជាមួយនឹងការចែកម្លែកតែចង់ទៅសំណួរបន្តទៀតតើតងជាមួយនឹងដំណោះស្រាយបើសិនបើពុកម្ដាយគាត់ជួបប្រទះតើតងជាមួយនឹងកូនគាត់អាចថាគាត់អត់ទាន់ញៀនចុះម្ដាយគាត់ចូលចិត្តលេងហ្គេមកូនគាត់ចូលចិត្តលេងហ្គេមតើឪពុកម្ដាយគាត់គួរធ្វើយ៉ាងម៉េចដើម្បីជួយកូនរបស់គាត់បាទជាទូទៅយើងត្រូវ resetting behavior ថាត្រូវកែតម្រូវអាកប្បកិរិយាឡើងវិញបាទហើយគ្មានអីច្រើនក្រៅពីពេលវេលាឪពុកម្ដាយត្រូវតែលះបង់ពេលវេលានៅក្នុងការផ្លាស់ប្ដូរហ្នឹងមិនមែន passive ទេយើងត្រូវតែ active មានត្រូវតែសកម្មឪពុកម្ដាយត្រូវតែសកម្មមិនមែនបែបអសកម្មមានថាទីហោឈប់លេងហ្គេមបានហើយហ្នឹងហើយទីហោប៉ុន្តែខ្លួនអត់បានចូលរួមជួយបាទដូច្នេះការជួយកុមារដែលគាត់លេងហ្គេមច្រើនឬក៏ប្រើប្រាស់ smartphone ច្រើនយើងត្រូវតែ shift attention បាទ attention គាត់ពីមុនការផ្ចង់អារម្មណ៍គាត់លើតែ smartphone ទេអញ្ចឹងយើងត្រូវផ្លាស់ប្ដូរចំណាប់អារម្មណ៍របស់គាត់ហើយយើងដឹងថារាល់អាកប្បកិរិយាទាំងអស់ត្រូវបានរៀនសូត្រត្រូវបានកែតម្រូវបានតាម psychology គាត់និយាយថា all behavior is learned យើងអាចរៀននៅរបៀបថ្មីនៅក្នុងការជំនួសឲ្យទម្លាប់ចាស់របស់យើងអាកប្បកិរិយាឪពុកម្ដាយអាចនឹងត្រូវលះបង់ពេលវេលាមួយចំនួនហើយនឹងការចូលរួមយ៉ាងសកម្មជាមួយកូននៅក្នុងការផ្លាស់ប្ដូរទម្លាប់អាកប្បកិរិយាដោយសន្តិវិធីមិនមែនជាបែបអសកម្មហើយបង្ខំទេបាទឧទាហរណ៍យើងបង្ខំឲ្យគាត់ឈប់លេងមិនតែអត់មានរបៀបផ្សេងទេក្នុងការឲ្យគាត់ផ្ចង់ឲ្យគាត់ចំណាយពេលឲ្យគាត់រីករាយបាទ
ចឹងធ្វើម៉េចនឹងគាត់នៅតែលេងទៀតបាទចឹងបើសិនជំនួសឲ្យគាត់លេងហ្គេមនាំគាត់ទៅសួននាំគាត់ទៅ playground ទៅទីហោបាទនាំគាត់ទៅហែលទឹកទៅទីហោបាទហ្នឹងយើងទៅចំណាយពេលឬក៏ដំបូងឡើយនាំគាត់ shopping ទីទៅបើដោយសារតែពេលខ្លះគាត់អត់ទាន់ទៅរកអារឿងហែលទឹកទៅរកអារឿង playground ហ្នឹងទីហោបាទពុកម្ដាយត្រូវចូលរួមយ៉ាងសកម្មនៅក្នុងការផ្លាស់ប្ដូរទម្លាប់ដែលអាចឈានដល់ការញៀនហ្នឹងបាទអានេះជាអ្វីដែលយើងត្រូវយកចិត្តទុកដាក់ពីព្រោះបើសិនជាគាត់ញៀនហើយពិបាកមានន័យថាកម្រិតនឹងហើយគឺมันអាចដោះស្រាយតាមរយៈគ្រាន់តែរវាងឪពុកម្ដាយនិងកូនបានត្រូវការបើធ្ងន់ធ្ងរត្រូវការ rehab ដោយករណីដែលនៅប្រទេសអូស្ត្រាលីដែលខ្ញុំបានអានហ្នឹងគឺដល់បញ្ជូនទៅកន្លែងស្ដារនីតិសម្បទាហ្មងបាទมันអាចជួយគាត់បានយើងគួរតែការពារប្រសើរជាងព្យាបាលព្រោះព្យាបាលត្រូវការថវិកាត្រូវការពេលវេលាជាច្រើនបាទដូច្នេះត្រឡប់មកវិញឪពុកម្ដាយត្រូវមានរបៀបនៅក្នុងការគ្រប់គ្រងអាកប្បកិរិយារបស់កូនហើយត្រូវប្រកាសថាគាត់មិនឈានទៅរកការញៀននៅក្នុងការលេងហ្គេមហ្នឹងហើយ shift attention ខ្ញុំប្រាប់ពាក្យ shift attention មានថាផ្លាស់ប្ដូរការចាប់អារម្មណ៍របស់គាត់ពីការផ្ដោតទៅលើហ្គេមទៅលើសកម្មភាពផ្សេងៗបាទហើយសកម្មភាពផ្សេងៗដែលអាចធ្វើឲ្យយើងរីករាយការរត់លេងជាមួយគ្នាការបលែងការបិទពួនអាស្រ័យទៅលើវ័យរបស់គាត់ណាវ័យក្មេងៗអាចបិទពួនអាចលេងល្បែងក្មេងៗដែលគាត់ចូលចិត្តបាទអាចនាំទៅផ្សារភ្ជាប់ជាមួយនឹងក្រុមមិត្តភក្តិផ្សេងៗទៀតផ្សារភ្ជាប់អ្វីដែលជាចំណាប់អារម្មណ៍របស់គាត់ដែលគាត់ចង់មានចង់បានហ្នឹងបាទជាងការផ្ដោតតែទៅលើហ្គេមឬក៏ផ្ដោតទៅលើ smartphone មួយទៀតក៏មិនគួរចែកម្លែកថាយើងពុកម្ដាយអាចថាប្រាប់កូនកុំឲ្យលេងហ្នឹងប៉ុន្តែជាធម្មតាអាចថាជាបបសាផ្ទាល់ពុកម្ដាយគាត់ពិបាកនឹងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាទហើយជាគាត់ថាខឹងកូនឬក៏កំហឹងអីចឹងណាតើពុកម្ដាយគាត់គួរតែភូមិមានវិធីសាស្ត្រអីអាចចែកម្លែកទៅឪពុកម្ដាយដើម្បីឲ្យគាត់អាចគ្រប់គ្រងខ្លួនឯងបានសិនណាតែទៅមួយកំហឹងរបស់គាត់ណាជាការពិតខ្ញុំគិតថាជារឿងពិតហើយពេលខ្លះខ្ញុំក៏អាចទទួលអារម្មណ៍នឹងដែរក្នុងនាមជាឪពុកម្ដាយបាទយើងក៏ត្រូវរៀនពីរបៀបគ្រប់គ្រងអាកប្បកិរិយារបស់យើងបាទឪពុកម្ដាយរៀនគ្រប់គ្រងអារម្មណ៍របស់យើងមុនយើងទៅដោះស្រាយបញ្ហាកូនរបស់យើងអ្វីដែលយើងមើលឃើញការដោះស្រាយដោយកំហឹងបាទមិនជោគជ័យទេបាទគ្រប់រឿងទាំងអស់ឲ្យតែដោះស្រាយដោយកំហឹងគឺភាគច្រើនគឺមានផលជះមិនល្អត្រឡប់មកវិញទេបាទដូចគ្នានឹងឪពុកម្ដាយហើយនឹងកូនដែលលេងទូរស័ព្ទច្រើនឬក៏លេងហ្គេមច្រើនអញ្ចឹងពុកម្ដាយត្រូវតែមានសន្តិភាពផ្លូវចិត្តនៅក្នុងការដោះស្រាយអាកប្បកិរិយារបស់កូនហើយយើងអាចធ្វើបានក្នុងករណីយើងខឹងបាទជារួមពេលដែលខឹងហ្នឹងគឺថាអរម៉ូនហ្នឹងគឺឡើងខ្ពស់បាទហ្នឹងហើយចង់តែបញ្ចេញកំហឹងហ្នឹងឯងភាគច្រើនដែលខឹងគឺឆេវឆាវមែនទេខឹងគឺបំពេញបាទបំពេញឬក៏ធ្វើអាកប្បកិរិយាដែលអាចបង្កទុក្ខទោសដល់ខ្លួនឯងនិងអ្នកដទៃបាទទីហោក្មេងៗខឹងគាត់បើកបរលឿនបើកបរដាញ់បុកគេចឹងទៅទីហោយើងគួរតែរៀនគ្រប់គ្រងកំហឹងរៀនឆ្លុះបញ្ចាំងអំពីផលអវិជ្ជមានដែលកើតចេញពីកំហឹងទីហោមិនមែនរៀននៅពេលដែលយើងខឹងទេបាទយើងត្រូវរៀនជាបណ្ដាដើម្បីទប់វាបាទមិនអាចថាដល់ខឹងចាំរៀនគិតអំពីជំរើសផ្សេងទៀតក្រៅពីដូចជាខឹងហើយឆ្លើយតបភ្លាមបាទទីហោថាពីមុនតែខឹងហើយទៅដល់ថាឲ្យផុងយើងគិតថាឥឡូវបើខឹងហើយខ្ញុំត្រូវរាប់លេខទៅទីហោរាប់ឲ្យដល់បាត់ខឹងបាទកុំថារាប់ដល់100គីឡូដល់100ហើយបាត់ខឹងទៅតាមសួរខ្ញុំបាទរាប់ដល់បាត់ខឹងបាទរាប់ដល់បាត់ខឹងរាប់ដល់ហត់បាត់ខឹងមិនអញ្ចឹងហ៎ហ្នឹងហើយព្រោះខឹងវាមានកម្លាំងបាទដល់ពេលយើងហត់ទៅមានថាលេងមានកំហឹងបាទអានោះជាការពិតបាទដោយសារអរម៉ូន stress វាបញ្ចេញនៅថាមពលខ្លាំងបាទក៏ប៉ុន្តែអរម៉ូន stress វាកើតឡើងនៅពេលដែលមានគ្រោះថ្នាក់ទេប៉ុន្តែដល់ពេលដែលយើងជួបឧបសគ្គដែលទៅចិត្តយើងហ្នឹងវាបញ្ចេញហ្នឹងមកដែរវាធ្វើឲ្យយើងតុកសិចបាទយើងអាចរៀនពីវិធីសាស្ត្របែបចិត្តសាស្ត្រមួយចំនួនវិធីសម្រាប់ចិត្តកាយដូចជាលំហាត់ដង្ហើមស្រូបដង្ហើមដកដង្ហើមវែងបាទឲ្យបាន5ទៅ10នាទីទៅទីហោឥឡូវគេមានសមាធិគេមានយូហ្គាគឺការមើលថែទាំខ្លួនឯងជាប្រចាំដើម្បីយើងមានលទ្ធភាពផ្លូវចិត្តរបស់យើងបាទកាន់តែប្រសើរនៅក្នុងការគ្រប់គ្រងខ្លួនឯងបាទជាងគ្រាន់តែរៀនតាមមួយពេលដែលយើងទាល់មានថាពេលដែលខឹងបានរៀនធ្វើបង្ហាត់ដង្ហើមពេលដែលខឹងបានយើងចាប់ដើមឆ្លេឆ្លារករបៀបជួយខ្លួនឯងឬក៏ពេលដែលខ្លួនឯងមានទុក្ខចាប់ដើមទៅរកអ្នកជំនាញ
អញ្ចឹងខ្ញុំគិតថាក្នុងកម្រិតទី1យើងអាចជួយខ្លួនឯងបាទជួយខ្លួនឯងតាមរបៀបការមើលថែរៀនរបៀបឆ្លុះបញ្ចាំងរបៀបគ្រប់គ្រងកំហឹងតាមវិធីសាស្ត្រសាមញ្ញដូចជាលំហាត់ដង្ហើមការផ្លាស់ប្ដូរកំហឹងពីទៅបុគ្គលហ្នឹងធ្វើឲ្យផ្សេងបាទហ្នឹងថាបើខឹងកុំតន់ទៅជួបបុគ្គលហ្នឹងណាទៅហែលទឹកសិនបាទណានឹងមានការផ្លាស់ប្ដូរមែនទេបាទតែបើយើងខឹងទៅរកបុគ្គលហ្នឹងកំហឹងគឺដុតរៀលហ្មងបាទរត់ទៅកើតឡើងអញ្ចឹងអាហ្នឹងយើងអាចគិតបានណាពេលខឹងអាចថាកុំតន់ទៅរកបុគ្គលហ្នឹងបាទកុំតន់ទៅស្ថានភាពហ្នឹងដើរចេញសិនឬក៏ទៅកន្លែងផ្សេងដែលធ្វើឲ្យយើងស្រស់ស្រាយបាទហើយចាំយើងបន្តមកដោះស្រាយពីកំហឹងហ្នឹងឬក៏បញ្ហាហ្នឹងហើយរៀនលំហាត់ផ្សេងទៀតដែលអាចយើងធ្វើដល់ខ្លួនឯងបានបាទហើយសប្តាហ៍យើងមានតាមដោយសារតែ digital platform នេះ internet នេះវា reachable មានថាយើងអ្នកដែលចេះប្រើទូរស័ព្ទ smartphone ចេះភាសាអង់គ្លេសឬក៏អីហ្នឹងអាច search រកអាចមើលនៅរបៀបក្នុងការបន្ធូរការតានតឹងមិនគ្រប់គ្រង stress បាទគ្រប់គ្រងផ្លូវចិត្តរបស់យើងបានក្នុងករណីបើសិនជាយើងក៏សម្គាល់ឃើញស្ថានភាពចិត្តរបស់យើង up down ឡើងចុះខឹងញឹកញាប់ខឹងច្រើនខុសធម្មតាអាចជាសញ្ញាមួយដែលយើងគួរគិតគូរអំពីការថែទាំដោយអ្នកជំនាញត្រូវស្វែងរកការគាំទ្រពីអ្នកជំនាញផ្នែកផ្លូវចិត្តអានឹងជាសញ្ញាមួយទៀតបើសិនជាយើងមើលឃើញខ្លួនឯងអត់សូវស្រួលច្រើនហើយបាទអរគុណច្រើនលោកគ្រូមួយទៀតលោកគ្រូបើសិនជាយើងក្នុងនាមជាឪពុកម្ដាយគាត់គួរតែមានវិធីសាស្ត្រអីក្នុងការលើកទឹកចិត្តកូនគាត់ឲ្យកាត់បន្ថយការប្រើទូរស័ព្ទឬក៏មិនត្រឹមតែកាត់បន្ថយការប្រើទូរស័ព្ទទេអាចថាឪពុកម្ដាយគួរតែមានពាក្យពេចន៍ឬក៏វិធីសាស្ត្រអីក្នុងការលើកទឹកចិត្តកូនគាត់ឲ្យកូនគាត់នឹងមានភាពក្លាហានអាចថាចូលរួមក្នុងសង្គមប្រឈមមុខនឹងសង្គមខំប្រឹងរៀនបាទមិនគិតតែលេងទូរស័ព្ទអីចឹងណាថាបំសោតចាស់ស្ដាយរបស់លោកគ្រូបាទជារួមខ្ញុំគិតថាជាសំណួរមួយដែលឪពុកម្ដាយអាចឆ្លើយបានទាំងអស់គ្នាបាទយើងជាឪពុកម្ដាយខ្ញុំជឿថាយើងពិតជាស្រឡាញ់កូនហើយចង់ឲ្យកូននឹងរីកចម្រើនចង់ឲ្យកូននឹងល្អនៅក្នុងសង្គមល្អជាងយើងបាទយើង hold expectation ហ្នឹងខ្ពស់ពីកូនហ្នឹងបាទឧទាហរណ៍ថាបើសិនយើងរៀនទៅបញ្ញាបត្រកូនយើងគួរ master ឧទាហរណ៍រៀន doctor កូនយើងគួរតែមេធាវីអញ្ចឹងឧទាហរណ៍អញ្ចឹងបាទពេលខ្លះយើងគួរឆ្លុះបញ្ចាំងពីរបៀបជាឪពុកម្ដាយគេដែរ parenting style ក្នុង parenting style គេថារបៀបដែលឪពុកម្ដាយចិញ្ចឹមបីបាច់កូនហ្នឹងវាខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ពីគ្រួសារមួយទៅគ្រួសារមួយបាទ parenting គឺស្មុគស្មាញណាឪពុកម្ដាយដូចយើងលេងអុកចឹងមិនដឹងថាដើរផ្លូវណាឈ្នះណាបាទដើរទៅជួនកាលថាឈ្នះហើយស្អប់ចុះក្រោយចាញ់ពីបដាហើយបាទគេស៊ីបាត់ដែរកូនបាទខ្ញុំអត់ចេះលេងអុកទេតែខ្ញុំមើលគេលេងអុកដែរមើលទៅស្មុគស្មាញហើយមិនមែនថាខ្ញុំល្អ parent ផ្សេងទៀតអត់ល្អទេតែអ្វីមួយដែលខ្ញុំគិតថាជារឿងដែលយើងគួរប្រកាន់ភ្ជាប់នោះគឺ positive parenting មានថាការរក្សានៅភាពជាឪពុកម្ដាយវិជ្ជមានសម្រាប់កូនជារឿងល្អបាទជារឿងល្អទោះបីក្នុងកលៈទេសៈណាក៏ដោយយើងត្រូវតែលើកទឹកចិត្តកូនរបស់យើងទោះបីជាយើងឃើញថាគាត់មានបញ្ហាលេងទូរស័ព្ទច្រើនប៉ុន្តែមិនគួរណាថាទៅផាំងនិយាយស្ដីបន្ទោសបាទបង្ខិតបង្ខំដោយគាត់អត់បានស្ម័គ្រចិត្តណាឬក៏គាត់មិនបានយល់អំពីបំណងរបស់ពុកម្ដាយឬក៏គាត់មិនទាន់បានត្រៀមខ្លួនក្នុងការដោះស្រាយវាបាទកុមារអញ្ចឹងយើងជំនួសឲ្យការប្រើច្បាប់ទាហានយើងប្រើច្បាប់ឪពុកម្ដាយគឺយើងពោពេញដោយការអធ្យាស្រ័យការលើកចិត្តហើយចូលរួមយ៉ាងសកម្មនៅក្នុងការជួយកូនយើងអភិវឌ្ឍអាកប្បកិរិយាល្អបាទបង្កើតនៅទម្លាប់ល្អជាងការដាក់ទណ្ឌកម្មឬក៏ការស្ដីបន្ទោសហើយមិនបានចូលរួមបាទនោះមិនមែនជាយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាពសម្រាប់ការផ្លាស់ប្ដូរអាកប្បកិរិយាទេមនុស្សទោះបីជាធ្វើខុសយ៉ាងណាក៏ដោយប៉ុន្តែមិនចង់ឲ្យគេច្អល់មុខចំឲ្យស្ដីបន្ទោសទេហើយត្រូវការដូចថាឲ្យមានការយល់ចិត្តបាទហើយនិយាយភាសាពីរោះភាសាសមរម្យហើយលើកទឹកចិត្តដើម្បីឲ្យមានការកែប្រែបាទអានេះខ្ញុំគិតថាជារឿងសំខាន់ណាស់នៅក្នុង parenting បាទហើយយើងទាំងអស់គ្នាក៏នឹងរៀនសូត្រពីមួយថ្ងៃទៅមួយថ្ងៃពីព្រោះការអប់រំការចំបាច់វាអត់មាន rule អត់មាន specific rule បាទថាយើងត្រូវដើរផ្លូវមួយហ្នឹងរហូតទេបាទវាត្រូវយល់អំពីស្ថានភាព
ជាក់ស្ដែងបាទហើយនឹងយុទ្ធសាស្ត្រក្នុងការអន្តរាគមន៍ទៅពេល បាទអរគុណច្រើនក៏តកតងជាមួយនឹងការចែកម្លែកវិធីសាស្ត្រក្នុងការជួយកូនហើយនឹងការលើកទឹកចិត្តកូនដល់ឪពុកម្ដាយអញ្ចឹងណាបាទចង់ត្រឡប់ទៅមនុស្សធំវិញគ្រូមិញគ្រូបានចែកម្លែកតកតងជាមួយក្មេងច្រើនអញ្ចឹងត្រឡប់ទៅមនុស្សធំវិញពីដើមគ្រូលើកឡើងថាប្រហែលជាមនុស្សធំគាត់មានការងារធ្វើគាត់មានភាពឯករាជ្យគាត់អាចមានលទ្ធភាពក្នុងការប្រើទូរស័ព្ទច្រើនជាងក្មេងបើសិនបើគាត់មនុស្សធំណាគាត់អាចកត់សម្គាល់បានទេថាកម្រិតប៉ុណ្ណាដែលគាត់គួរតែចាប់ផ្ដើមកាត់បន្ថយទូរស័ព្ទហើយគាត់អាចកត់សម្គាល់ខ្លួនឯងថាអូគាត់ចាប់ផ្ដើមមានអារម្មណ៍ថាគាត់ដូចចាប់ផ្ដើមអត់ទូរស័ព្ទអត់បានអញ្ចឹងណាបាទនិយាយទៅមិនខុសពីកុមារទេនៅពេលដែលសញ្ញានៃការប្រើប្រាស់ទូរស័ព្ទហ្នឹងវាកើនឡើងខុសប្រក្រតីមិនមែនគ្រាន់តែប្រើហើយនឹងមិនមែនគ្រាន់តែលេងដើម្បីបន្ធូរអារម្មណ៍ប៉ុន្តែយើងដូចជាជាប់ទំពាក់នៅជាមួយនឹង smartphone ហ្នឹងបាទដែលយើងត្រឡប់ទៅវិញគេហៅ craving and compulsion គឺសន្ទុះចិត្តហ្នឹងស្រួចស្រាលបាទជំរុញឲ្យយើងនឹកភ្នែកនឹកឃើញទូរស័ព្ទហ្នឹងទី2ជំរុញអាកប្បកិរិយាយើងឲ្យធ្វើឲ្យទៅរកទូរស័ព្ទឲ្យលេងទូរស័ព្ទហ្នឹងហើយបន្តលេងវានឹងលើសលប់មិនមែនគ្រាន់តែបន្ធូរអារម្មណ៍បាទអញ្ចឹងអានឹងជាសញ្ញាមួយដែលមិនល្អសម្រាប់យើងទាំងអស់គ្នាគ្រប់វ័យបើមនុស្សពេញវ័យអាចថាយើងឃើញថាដូចលេះលះកាន់ទូរស័ព្ទហ្នឹងទៅមកជាងកាលមិនមានអីទេប៉ុន្តែជាយកវាមកដាក់ជាប់ខ្លួនបាទឧទាហរណ៍ថាសំបីតែម៉ោងបាយក៏កាន់វាជាប់មិនអាចដាក់វាចុះឬក៏ពេលគេងហ្នឹងដាក់វានៅក្រោមវាអត់សំណុកសុខស្រួលយកវាទៅតាមខ្លួនសញ្ញាទាំងអស់នេះវាអាចជាហានិភ័យសម្រាប់យើងតែយើងមិនគួរបណ្តែតបណ្ដោយតាមវាទៀតទេតាមអាកប្បកិរិយាទៀតទេបាទយើងជាម្ចាស់នៃអាកប្បកិរិយារបស់យើងបាទយើងជាម្ចាស់នៃដំណើរផ្លូវចិត្តរបស់យើងចឹងកុំឲ្យអាកប្បកិរិយាទៅជាម្ចាស់របស់យើងបាទហ្នឹងហើយកុំឲ្យ smartphone នោះទៅជាម្ចាស់របស់យើងត្រូវតែជាម្ចាស់របស់វានិយាយថាទុកវាចោលបានកុំឲ្យយើងទទួលអារម្មណ៍ថាទុកវាចោលមិនបានណាវាទៅជាម្ចាស់របស់យើងមនុស្សពេញវ័យក៏គួរគិតគូរពីការប្រើប្រាស់ទូរស័ព្ទនឹងដែរយើងត្រូវមាន boundary យើងត្រូវមានដែនកំណត់របស់យើងណាមិនមែនឲ្យតែតនេប្រើឲ្យតនេប្រើទេដូច្នេះយើងនឹងទទួលអារម្មណ៍ថាចាប់ដើមជឿថាតានតឹងឡើងតែពីព្រោះ attention របស់យើងត្រូវការ relax បាទត្រូវការសម្រាកត្រូវការប្រើប្រាស់នៅផ្នែកផ្សេងទៀតនៃរាងកាយរបស់យើងឧទាហរណ៍ថាការប្រើប្រាស់ទូរស័ព្ទដៃភាគច្រើនប្រើភ្នែកមើលហើយនឹងដៃឧទាហរណ៍បាទហើយអសកម្មទៀតអាដៃហ្នឹងបើវាគាត់សកម្មដៃកដៃប៉ុណ្ណឹងណាបាទតែរាងកាយរបស់យើងអត់សូវសកម្មអញ្ចឹងយើងត្រូវដឹងថាយើងត្រូវដាច់វាមានពេលមានវេលាត្រឹមត្រូវនៅក្នុងការប្រើប្រាស់បងប្អូនប្រើប្រាស់នៅពេលបងប្អូនរស់ស៊ីរវល់ live រវល់លក់ហ្វាញមិនអីទេតែពេលចប់ទៅបើសិនជាយើងដល់ម៉ោងគេងហើយឈប់ប្រើវាទៅឧទាហរណ៍ថាទោះបីការរស់ស៊ីនឹងសំខាន់ប៉ុណ្ណាប៉ុន្តែជាម៉ោងគេងបាទយើងមិនអាចយល់ទេថាតែលោកមានម៉ួយបាញ់បងមកបាញ់លុយមកឧទាហរណ៍បន្តបើកភ្នែកបន្តលេងវាទៀតក៏ពិតអត់មានទេឧទាហរណ៍អានោះអាចជាលេសអញ្ចឹងយើងគួរមាន boundary មានដែនកំណត់ក្នុងការប្រើប្រាស់វាបាទសម្រាប់រស់ស៊ីកំសាន្តហើយនឹងសម្រាប់សុខភាពរបស់យើងគឺមិនប្រើប្រាស់វាបាទហ្នឹងហើយគោលមួយទៀតតកតងមួយនឹងនៃគោលលើកចែកម្លែកតកតងមួយថាយើងត្រូវចាស់ការលើខ្លួនឯងចាស់ការលើអកប្បកិរិយារបស់ខ្លួនឯងអញ្ចឹងណាហើយក៏កុំឲ្យទូរស័ព្ទហ្នឹងវាគ្រប់គ្រងយើងអាចថាយើងឆ្ងាយពីវិធានបត់យើងតិចដែរជាធម្មតាយុវវ័យភាគច្រើនគាត់តែងតែចង់បានអីពីដៃគូមួយទៀតអញ្ចឹងបានថាគាត់អត់ព្រមរស់នៅជាខ្លួនឯងប៉ុន្តែគាត់ត្រូវជារំពឹងថាចង់ឲ្យដូចគេចង់ឲ្យដូចអ្នកនេះអាហ្នឹងវាអាចថាគាត់បាត់ខ្លួនឯងគាត់គួរធ្វើម៉េចដើម្បីឲ្យគាត់ព្រមរស់នៅជាមួយខ្លួនឯងមិនមែនថាតែយុវវ័យទេមនុស្សធំមនុស្សចាស់ពេលខ្លះក៏យើងអាចនឹងហៅខ្ញុំតែនិយាយលេងថាវង្វេងខ្លួនឯងដោយសារតែឥទ្ធិពលនៃសង្គមបាទដោយសារតែផ្នត់គំនិតផ្សេងដែលរស់នៅជុំវិញយើងហ្នឹងគេហៅ social perspective ផ្នត់គំនិតរបស់សង្គមការឲ្យតម្លៃរបស់មនុស្សមកលើយើងបាទការរំពឹងទុកពីគ្រួសារពីអ្នកដទៃចំពោះយើងបាទផ្លាស់ប្ដូរអាចធ្វើឲ្យយើងបាត់បង់ភាពជាខ្លួនឯងបាទហ្នឹងហើយឧទាហរណ៍ថាសង្គមបច្ចុប្បន្នគេឲ្យតម្លៃទៅលើមនុស្សស្រីគេឲ្យតម្លៃទៅលើរាង sexy ស្អាតបាទនិង slim បាទស្បែកសឧទាហរណ៍បាទហើយមនុស្សប្រុសយើងឲ្យតម្លៃទៅលើយើងមានដុសបាសពោះបន្តិចបាទយើងភ្លឺស្បែកយើងភ្លឺខ្ញុំអត់ត្រូវប៉ាន់ទេបាទយើងភ្លឺខ្លាមានរូបរាងសង្ហាអាចមានទ្រព្យសម្បត្តិមើលទៅរៀងលយឆាយដែលមានចុះពីឡានចុះពីអីចឹងទៅបានគឺយល់ថាមនុស្សនោះមានអំណាចមានភាព
អស្ចារ្យខ្ញុំជាអ្នកចិត្តសាស្ត្រហើយខ្ញុំក៏ជួបអតិថិជនច្រើនដែរបញ្ហាមួយចំនួនរបស់អតិថិជននេះគឺទាក់ទងទៅនឹងការបាត់អត្តសញ្ញាណខ្លួនឯងឬក៏ច្រឡំអត្តសញ្ញាណខ្លួនឯងថារស់នៅដោយរងសម្ពាធពីអ្នកដទៃដូចជាមិនមែនតែខ្លួនឯងចង់បាននឹងទេមិនមែនជាតម្រូវការរបស់ខ្លួនឯងទេតែជាតម្រូវការរបស់អ្នកដទៃអញ្ចឹងអ្នកខ្លះក៏បង្ខំចិត្តផ្លាស់ប្ដូរកែប្រែមុខមាត់កែប្រែរាងកាយក្នុងន័យឲ្យគេសរសើរក្នុងន័យឲ្យគេប្រាប់ថាស្អាតប៉ុន្តែមិនមែនក្នុងន័យសុខភាពបាទអានេះជាអ្វីជំនួសអញ្ចឹងយើងគួរតែចាប់ដើមស្វែងយល់ខាងក្នុងរបស់យើងបាទតាមរយៈដូចជាការឆ្លុះបញ្ចាំងខ្លួនឯងភាសាអង់គ្លេសយើងហៅ self awareness ការរលឹកដឹងអំពីខ្លួនឯងឲ្យបានច្រើនបាទកាន់តែច្រើនកាន់ល្អពីព្រោះការលើកដឹងមិនមែនធ្វើតែម្ដងនៅក្នុងជីវិតយើងត្រូវតែធ្វើរាល់ថ្ងៃបាទការធ្វើសមាធិឬក៏យើងហៅធ្វើការចម្រើនសតិបាទដូចជា mindfulness យើងហៅថាមកបែរថាចម្រើនសតិគឺយើងត្រូវតែចម្រើនដឹងអំពីដំណើរជីវិតរបស់មនុស្សលោកបាទថាមនុស្សលោកគឺវាអញ្ចឹងរស់នៅគឺមានភាពប្រកួតប្រជែងមនុស្សលោកមានការវាយប្រហារទៅលើរូបរាងនេះទៅលើទ្រព្យសម្បត្តិទៅលើឋានៈទូនាទីលើអំណាចណាការឲ្យតម្លៃមនុស្សនោះគឺមិនដូចជាមនុស្សជាតិទេគឺផ្អែកទៅលើផ្នែកសង្គមមួយហ្នឹងហើយទីហោសង្គមខ្លះដល់តែពាក្យមាសពាក្យពេចន៍បានគេថាអ្នកមានសង្គមខ្លះគេអត់តម្លៃទៅលើហ្នឹងទេទីហោថាតែពាក្យហ្នឹងគេមានអារម្មណ៍ថាដូចប្លែកទៅវិញអញ្ចឹងយើងត្រូវយល់អំពីដំណើរជីវិតទាំងអស់ហ្នឹងហើយអ្វីជាតម្រូវការខាងក្នុងរបស់មនុស្សទីហោថាតម្រូវការខាងក្នុងរបស់យើងគឺសុខភាពសន្តិភាពសុភមង្គលបាទអញ្ចឹងយើងត្រូវយល់ពីដំណើរទាំងអស់ហ្នឹងតើទាំងអស់ហ្នឹងវាពិតជាត្រូវការអ្វីដែលគេកំពុងតែគិតពីយើងមែនទេឧទាហរណ៍ថាដើម្បីឲ្យមានសុខភាពយើងត្រូវតែមានឡានជិះមានផ្ទះវិឡាននៅដើម្បីឲ្យមានសុភមង្គលយើងត្រូវតែមានលុយច្រើនទីហោបាទតើវាពិតទេទាំងអស់នេះត្រូវការឆ្លុះបញ្ចាំងនៅខាងក្នុងត្រូវការផ្នែកជំនឿដែរទីហោថាអ្វីទៅជាសុភមង្គលពិតប្រាកដអ្វីទៅជាតម្រូវការផ្នែកព្រលឹងវិញ្ញាណរបស់យើងបាទនៅក្នុងការអង្កេតការសម្ភាសក្នុងចំណោមមហាសេដ្ឋីនៅលើពិភពលោកមានអ្នកកសែតម្នាក់ដែលគាត់ចង់ដឹងថាតើអ្នកមានសេដ្ឋី billionaire ហ្នឹងមានសេចក្តីសុខលើសយើងប៉ុណ្ណាខ្ញុំបានចែករំលែកច្រើនដែរខ្ញុំបានអានអត្ថបទនោះហើយនឹងមនុស្សធម្មតាតាមការអង្កេតសម្ភាសយកមកធ្វើរបបកំហើញឃើញថាមហាសេដ្ឋីមានសេចក្តីសុខលើសមនុស្សធម្មតាតែ 1% ប៉ុណ្ណោះគាត់សន្និដ្ឋានមកអញ្ចឹងថាតែ 1% ប៉ុណ្ណោះមិនមែនមានថាគេមហាសេដ្ឋីគេមានក្តីសុខលើសយើង 1000 ដង 2000 ដងទេតែ 1% ហើយ 1% នោះមិនមែនមកពីទ្រព្យសម្បត្តិគាត់ទេគឺទាក់ទងទៅនឹងគេហៅថាឱកាសដែលអាចបំពេញនៅតម្រូវការខាងក្នុងរបស់គាត់បាទទីហោសេដ្ឋីនៅចក្រភពអង់គ្លេសអ្វីដែលជាក្តីសុខរបស់គាត់គឺគាត់មានសួនបន្លែមួយនៅក្រោយផ្ទះហើយគាត់បានដាំអានឹងដោយផ្ទាល់ដៃដើម្បីចម្អិនអាហារញ៉ាំខ្លួនឯងហើយនឹងអញ្ជើញមិត្តភក្តិហ្នឹងមកជុំគ្នាញ៉ាំអាហារនោះបាទអាហ្នឹងជាក្តីសុខរបស់គាត់តែបើយើងឆ្លុះបញ្ចាំងមកអ្នកសាមញ្ញគាត់ការដាំបន្លែហើយដល់ខ្លួនឯងហើយញ៉ាំគឺគាត់ថាមនុស្សសាមញ្ញគាត់ធ្វើបានគាត់មានដីដាំបានអញ្ចឹងជាអ្វីមួយដែលគេយកឃើញថាសេចក្តីសុខពិតប្រាកដគឺកើតចេញពីការបំពេញនៅតម្រូវការខាងក្នុងពិតប្រាកដមិនមែនជាតម្រូវការខ្លាំងៗបាទអរគុណច្រើនលោកគ្រូហ្នឹងហើយបាទគ្រូហ្នឹងហើយអញ្ចឹងអរគុណច្រើនដែលគ្រូបានចែកម្លែកតកតងជាមួយនឹងការដែលយើងបាត់បង់ខ្លួនឯងអាចថាមនុស្សទាំងអស់គ្នាយើងរស់នៅយើងតម្រូវខ្លួនឯងទៅអ្នកជំនាញខ្លួនច្រើនបាត់អ្វីដែលជាខ្លួនឯងអញ្ចឹងវាធ្វើឲ្យយើងមិនដឹងថាខ្លួនឯងនឹងមានក្តីសុខឬអត់វាបាត់ក្តីសុខរបស់ខ្លួនឯងហ្នឹងហើយគ្រូមិញពីដើមគ្រូបានចែកម្លែកតកតងមួយការកេងដែរអាចថាពេលដែលយើងមើលទូរស័ព្ទច្រើនវាអាចធ្វើយើងកេងអត់លក់ដែរវាអាចថាជាកត្តារួមចំណែកអញ្ចឹងណាហើយចង់ឲ្យគ្រូចែកម្លែកដែរតកតងជាមួយថាតើគាត់គួរតែធ្វើម៉េចបើសិនបើគាត់មានបញ្ហាការកេងឬក៏គាត់ពិបាកនឹងការកេងអញ្ចឹងណាអរគុណពេលយើងនិយាយអំពី sleep problem ការបញ្ហាការគេងជាអនុសាសន៍ទូទៅដោយអង្គការសុខភាពពិភពលោកឬពីអ្នកជំនាញផ្នែកសុខភាពជាសុខភាពចិត្តហ្នឹងក៏ពិតវាមិនមែនតែមកពីកត្តាមើលទូរស័ព្ទវាអាចមានរឿងច្រើននៅក្នុងបញ្ហានៃការគេងហើយបើយើងក៏លេចមើលទៅអ្នកដែលមានបញ្ហាសុខភាពចិត្តភាគច្រើនមានរោគសញ្ញាមួយគឺពិបាកគេងគេអាហ្នឹងជារួមបាទអញ្ចឹងបើសិនគាត់មានបញ្ហាផ្លូវចិត្តអាហ្នឹងយើងនិយាយខ្លីគឺត្រូវតែទៅរកការព្យាបាលពីអ្នកជំនាញផ្នែកសុខភាពចិត្តបាទដើម្បីដោះស្រាយនៅឫសគល់ទាំងអស់នោះហើយឈានទៅរកការគេងលក់បាទប៉ុន្តែបញ្ហាមួយចំនួនទៀតអាចបណ្ដាលមកពីបញ្ហាទម្លាប់មិនល្អហើយនិយាយទម្លាប់មិនល្អហ្នឹងមនុស្សមានសុខភាពល្អទេគេងលក់ស្រួលទេប៉ុន្តែទម្លាប់មិនល្អទាំងអស់នោះបានរុញច្រានឲ្យគាត់ឈានទៅរកបញ្ហាក្នុងការគេងមិនលក់ទម្លាប់ដូចជាការមើល
ទូរស័ព្ទពេលយប់ច្រើនมันមានដែនកំណត់มันបានកំណត់ខ្លួនឯងហ្នឹងมันមាន boundary ហ្នឹងអញ្ចឹងអាចយូរទៅវាធ្វើឲ្យគូក្បាលរបស់យើងហ្នឹង seeking reward ហ្នឹងបាទចូលទៅគេងវាទៅជាកន្លែងមួយដែលត្រូវការស្វែងរកកាដូទៅវិញបាទគូក្បាលរបស់យើងធ្លាប់តែចូលទៅគឺមានទូរស័ព្ទប្រើចូលទៅមានទូរស័ព្ទប្រើបាទចឹងបាននៅក្នុងបន្ទប់គេងហ្នឹងបើយើងនិយាយឲ្យមែនទេទៅគេមិនឲ្យយើងមានអេឡិចត្រូនិកនៅក្នុងហ្នឹងទេទូរទស្សន៍បាទទូរទស្សន៍ក៏ឲ្យដាក់ដែរទូរស័ព្ទក៏មិនឲ្យដាក់ដែរអាហ្នឹងបើយើងនិយាយឲ្យមែនទេនៅក្នុងបន្ទាត់សុខភាពតកតងការគេងចឹងមកគេចែកមាន lobby មាន living room មាន learning room បាទមានផ្សេងហ្នឹងដោយសារគេគិតអំពីសុខភាពបាទសុខភាពប៉ុន្តែពីច្រើនយើងយល់ថាក្នុងបន្ទប់គេងនេះវាគួរមានអីទាំងអស់បាទមានទាំងទូសៀវភៅតុធ្វើការបាទដូចខ្ញុំដែរឥឡូវមានដាក់តុធ្វើការមួយនៅកន្លែងគេងប៉ុន្តែពីច្រើនលើកលែងថាមានប្រជុំអីដែលមិនអាចធ្វើបានខ្ញុំទៅប្រជុំហ្នឹងបាទហើយខ្ញុំអាចពីច្រើនខ្ញុំប្រជុំនៅខាងក្រោមតុមួយហើយខ្ញុំគិតថាដូចមិនត្រូវដែរបាទដាក់តុហ្នឹងផ្លត់ឈ្នះដែរទូរស័ព្ទបាទដែលនៅកំដរភាពធន់ទ្រាំរបស់យើងក្នុងការគេងនៅកំដរចាហ្នឹងបើយើងនិយាយតាមបែបប្រព័ន្ធប្រសាទវាថាវាជាគ្រឿងភ្ញួយខួរក្បាលរបស់យើងបាទមែនអត់បាទហ្នឹងហើយគ្រឿងភ្ញួយខួរក្បាលវាធ្វើឲ្យយើងលេងមានចិត្តអំណត់ហើយទីហោទាញតែមិនលក់ទីសោះទាញទូរស័ព្ទខ្វោកទាញយកមកមើលខ្វោកបាទហើយបធូរអារម្មណ៍ប៉ុន្តែអញ្ចឹងវាអូសពេលយើងកាន់តែឆ្ងាយទៅបាទហើយបើមនុស្សចំណាស់វិញអាចនឹងមានបញ្ហាគេងអត់លក់តែម្ដងដោយសារអីពុះម៉ោងគេបាទពាក់ព័ន្ធនឹងទម្លាប់នៃការញ៉ាំអាហារក៏អាចរំខានដល់ការគេងបាទគឺឲ្យយើងញ៉ាំអាហារដែលមានកាឡូរីខ្ពស់ហើយប្រហែលជាផ្នែកសុខភាពអាចយល់ច្រើនទៀតយើងញ៉ាំអាហារហ្នឹងពិបាករំលាយអាហារញ៉ាំឆ្អែតពេកការញ៉ាំភេសជ្ជៈផ្សេងបាទរួមទាំងកាហ្វេអ៊ីនផងដែរខ្ញុំមកដាក់កាហ្វេ2កែវដាក់ពេលរសៀលហ្នឹងគឺពិបាកហើយម៉ោង 2:10 ឯងមិនគេការខ្វះនៅចលនារាងកាយបើយើងមិនហាត់ប្រាណសោះណារយៈពេលយូរក៏អាចរំខានឬប៉ះពាល់ដល់ការគេងដែរអញ្ចឹងយើងគួរពិចារណាទៅលើការហាត់ប្រាណការធ្វើចលនារាងកាយឲ្យសកម្មបាទបើយើងមើលទៅខាងអង្គការសុខភាពពិភពលោកគាត់បានណែនាំថាយើងត្រូវហាត់ប្រាណឲ្យបាន30នាទីរៀងរាល់ថ្ងៃបាទហើយការគេងក៏មិនត្រូវបើកភ្លើងចោលឬក៏ដាក់តន្ត្រីបាទអ្នកខ្លះយល់ថាមានតន្ត្រីកំដរអារម្មណ៍គេងលក់ជារួមវាអាចទៅរួចដែរមួយចំនួនតែបើយើងគិតអំពី long term មិននេះវាព្រោះអានោះវាជាគេហៅថា rewards ណាជារង្វាន់ដល់ខួរក្បាលហើយថារង្វាន់គឺយើង produce នៅអា dopamine ហ្នឹងបាទចង់បើកភ្នែកចង់ស្ដាប់ណាចឹងបានអ្នកខ្លះគាត់មក therapy មកប្រឹក្សាហ្នឹងគាត់ថាគ្រូគេប្រាប់ថាណែនាំថាឲ្យស្ដាប់តន្ត្រីបើកតន្ត្រីតិចៗឲ្យលក់ខ្ញុំបើកទៅកាន់តែលងលើយទៅកាន់តែស្វាងទៅកាន់តែបើកភ្នែកទៅអញ្ចឹងមានន័យថានៅពេលដែលមានរំញោចហ្នឹងវាភ្ញោចដល់ខួរក្បាលយើងហើយយើង seeking attention ណាចាប់ដើមតានឹងព្រោះអត់ណាសម្លេងវាក៏លួចអត់ឬក៏អីចឹងទៅបាទអញ្ចឹងបាននៅក្នុងការគេងនេះយើងត្រូវពាក់ព័ន្ធនឹងបញ្ហាគេងនេះវាមានរឿងច្រើននៅក្នុងហ្នឹងហើយរឿងទី1អាចពិចារណាទៅលើទម្លាប់យើងសិនបាទទម្លាប់យើងមើលតែយើងមានទម្លាប់ណាដែលវាប៉ះពាល់ដល់ដំណេកអត់បាទដល់ការគេងយើងអត់ហើយបើសិនជាយើងយល់ថាមិនមែនមកពីអញ្ចឹងទី2សូមពិនិត្យមើលតើសុខភាពចិត្តរបស់យើងហ្នឹងយ៉ាងម៉េចដែរអញ្ចឹងបើសិនជាយើងមិនដឹងថាវាយ៉ាងម៉េចអាហ្នឹងយើងមកជួបអ្នកជំនាញផ្នែកសុខភាពចិត្តទៅយើងដឹងហើយបាទហើយបើសិនយើងមានបញ្ហាផ្លូវចិត្តអាហ្នឹងយើងត្រូវតែដោះស្រាយវាបាទដើម្បីសម្រួលដល់ការគេងរបស់យើងបាទហ្នឹងហើយអរគុណច្រើនលោកគ្រូដែលបានចែកម្លែកឲ្យមកដល់ត្រឹមចំណុចនេះយើងបានចែកម្លែកច្រើនតទៅជាមួយនឹងការនិយាយទូរស័ព្ទហ្នឹងហើយមកដល់កន្លែងនេះក៏សូមខន្តីអភ័យទោសដល់ប្រិយមិត្តផងដែរបើសិនជាការចែកម្លែករបស់យើងទៅវាមានការខ្វះខាតឬក៏កន្លែងណាមួយអញ្ចឹងណាអញ្ចឹងមុនពេលបញ្ចប់ចង់ឲ្យគ្រូចែកម្លែកសារចុងក្រោយគ្រូមានសារអីចុងក្រោយដើម្បីចែកម្លែកទៅដល់ទស្សនិកជនឬក៏ប្រិយមិត្តរបស់យើងដើម្បីជាកន្លឹះក្នុងការជួយខ្លួនឯងអញ្ចឹងណាលោកគ្រូឬក៏មួយទៀតចង់ឲ្យគ្រូចែកម្លែកដែរតើតើជាមួយនឹងថាធ្វើម៉េចដើម្បីឲ្យមនុស្សហ្នឹងគាត់យល់ថាសុខភាពផ្លូវចិត្តនេះសំខាន់ណាស់ដោយសារឃើញថ្មីហ្នឹងមានជនម្នាក់ទៅសម្លាប់ខ្លួនមួយទៀតអញ្ចឹងដូចជាទៅស្រួលពេកអញ្ចឹងហ្នឹងហើយបាទអរគុណអូនបរិយណាហើយអរគុណប្រិយមិត្តដែលអាចនឹងទស្សនានៅវីដេអូឃ្លីបផ្សព្វផ្សាយនៅក្នុងផ្នែកសុខភាពចិត្តនេះក្នុងនាមជាអ្នកចិត្តសាស្ត្រហើយក៏ជាបើថាមនុស្សទូទៅម្នាក់ដែរមិនមែនថាអ្នកចិត្តសាស្ត្រហ្នឹងសុទ្ធតែរឹងមាំខ្ញុំគិតថាយើងទាំងអស់គ្នាគួរតែបើកចិត្តឲ្យទលាយនៅក្នុងការថែទាំសុខភាពផ្លូវចិត្តរបស់យើងឲ្យបានល្អបើកចិត្តឲ្យទលាយនៅក្នុងការស្វែងរកជំនួយគាំទ្រឲ្យបានឆាប់បាទកុំអូសបន្លាយឬក៏កុំទុកយូរបើសិនជាយើងមានស្ថានភាព
ផ្លូវចិត្តមិននឹងខឹងមិនស្រួលយើងគួររស់រាន់ដើម្បីស្វែងរកការគ្រប់គ្រងដូចគ្នានឹងបញ្ហាសុខភាពផ្លូវកាយយើងមិនគួរបណ្តែតបណ្ដោយទេបាទមានន័យថាតែយើងមានសញ្ញាមិនស្រួលយើងមិនមែនជាអ្នកជំនាញយើងមិនដឹងយើងគួរតែទៅរកអ្នកណាគេអាចដឹងអាចជួយយើងបានជាជាងការយល់ខុសអំពីស្ថានភាពផ្លូវចិត្តរបស់ខ្លួនឯងវាអាចមានហានិភ័យវាអាចបង្កទុក្ខទោសទៅដល់សុខភាពទៅដល់តំណែងទៅដល់ការងារទៅដល់អាយុជីវិតរបស់យើងយើងឃើញហើយថាបញ្ហាផ្លូវចិត្តឬក៏ជំងឺផ្លូវចិត្តវាជាឃាតករលាក់មុខបាទនៅក្នុងមានថាឃាតករលាក់មុខដែលធ្វើឲ្យមនុស្សស្លាប់ច្រើនជាងគេនៅលើពិភពលោកបាទបន្ទាប់ពីគ្រោះថ្នាក់បាទមនុស្សឈានទៅដល់ការធ្វើអត្តឃាតភាគច្រើនគេរកឃើញថាមានតំណែងទៅនឹងបញ្ហាសុខភាពផ្លូវចិត្តអញ្ចឹងយើងមិនគួរបណ្តែតបណ្ដោយឲ្យស្ថានភាពផ្លូវចិត្តយើងទ្រោមខ្លាំងទន់ខ្សោយខ្លាំងរហូតដល់សាកថ្មលេងចូលបាទយើងគួរតែលើកកម្ពស់នៅអាកប្បកិរិយាល្អដែលមានប្រយោជន៍ដល់សុខភាពផ្លូវកាយផ្លូវចិត្តរបស់យើងលើកកម្ពស់ដល់អាកប្បកិរិយាល្អនៅក្នុងការស្វែងរកជំនួយបាទតើតើទៅនឹងសុខភាពផ្លូវចិត្តបាទអរគុណច្រើនគ្រូហ្នឹងហើយអញ្ចឹងក៏អរគុណដល់ប្រិយមិត្តផងដែរបើសិនជាការចែករំលែករបស់យើងមកដល់ទីកន្លែងនេះមិនទាន់បានបំពេញទៅនឹងតម្រូវចិត្តរបស់ប្រិយមិត្តរបស់យើងឬក៏មិនទាន់បានបំពេញទៅនឹងអ្វីដែលប្រិយមិត្តត្រូវការយើងសូមអធិស្ឋានផងប៉ុន្តែយើងនឹងព្យាយាមចែករំលែកបន្តទៀតទៅនឹងអ្វីដែលយើងអាចចែករំលែកទៅបានទៅនឹងអ្វីដែលយើងអាចចូលរួមបានទៅកាន់ប្រិយមិត្តរបស់យើងទៅកាន់សង្គមរបស់យើងក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្តឲ្យមានការទទួលស្គាល់ឬក៏មានគិតគូរពីសុខភាពផ្លូវចិត្តឲ្យបានទូលំទូលាយរាល់ថ្ងៃនេះក៏យើងគិតគូរដែរអ្នកទាំងអស់គ្នាខ្ញុំជឿថាគិតគូរប៉ុន្តែយើងវាមិនទាន់បានក្លាហានក្នុងការមើលទូរទស្សន៍អញ្ចឹងទៅចេះព្យាយាមលាក់ទុកអីចឹងទៅអញ្ចឹងគូមានអីអរគុណទៅប្រិយមិត្តរបស់យើងអាចជាការថ្លែងអំណរគុណឬអញ្ចឹងអរគុណដល់ប្រិយមិត្តទស្សនិកជនដែលនឹងចូលមើលคลิปវីដេអូនៅក្នុង page Mental Library បាទបងប្អូនបាទសម្រាប់ការចំណាយពេលទស្សនាវីដេអូអប់រំទាំងអស់នេះហើយខ្ញុំក៏សូមខន្តីអភ័យទោសបើសិនជាមានភាសាលើសលួសឬក៏ប៉ះពាល់អារម្មណ៍របស់ប្រិយមិត្តបងប្អូននៅចំណុចណាមួយបាទខ្ញុំតែងតែប្រើ clear ដដែលថាបើសិនជាវាពាល់ចិត្តយើងត្រូវបងប្អូនចូលរួមចែករំលែកបន្តហើយបើសិនជាពាល់ចិត្តយើងទៅវាមិនត្រូវបងប្អូនអាចកែតម្រូវញ៉ាសាក្នុង comment បាទ comment ហ្នឹងប្រាប់ក្រុមការងារប្រាប់យើងវិញយើងនឹងធ្វើការកែលម្អហើយធ្វើឲ្យសាររបស់យើងជាសារមួយដែលមានសារប្រយោជន៍សារដែលអាចលើកកម្ពស់ផ្នែកសុខភាពចិត្តជាសារមួយដែលនាំមកនូវសុភមង្គលដល់បងប្អូនសូមអរគុណបាទអរគុណលោកគ្រូបាទអញ្ចឹងក៏សូមអធិស្ឋានគ្រូដែរបើសិនជាមានពាក្យពេចន៍ឬក៏កន្លែងណាមួយសួរគ្រូទៅឆ្គងឬក៏មិនសមរម្យអធិស្ឋានលោកគ្រូផងដែរហើយក៏អធិស្ឋានបងប្រិយមិត្តផងដែរបើសិនជាកន្លែងណាមួយទៅសួរទៅរៀងរដប់ឬក៏មិនបានរលូនឬក៏មិនបានភាសាអធិស្ឋានដល់ប្រិយមិត្តផងដែរហើយបើសិនជាប្រិយមិត្តអរគ្នាចង់ទទួលការប្រឹក្សាគ្រូក៏គាត់មានទទួលសេវាប្រឹក្សាយោបល់ដែរអញ្ចឹងបើសិនអ្នកនរគ្នាមានស្ថានភាពផ្លូវចិត្តមិនល្អឬក៏មានបញ្ហាផ្លូវចិត្តឬក៏ដឹងថាខ្លួនឯងកំពុងតែស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តមួយមិនប្រសើរទេសង្ឃឹមថាអ្នកនរគ្នានឹងរស់រានក្នុងការទៅទទួលសេវាមិនថាមកខាងយើងឬក៏មិនថាទៅណាទេអញ្ចឹងលើកទឹកចិត្តដល់បងប្អូនអរគ្នាទៅទទួលសេវាក្នុងការជួយខ្លួនឯងឲ្យបានផុតពីគំនាបផ្លូវចិត្តឲ្យបានផុតពីស្ថានភាពផ្លូវចិត្តដែលមិនល្អនឹងបាទអញ្ចឹងជាចុងក្រោយសូមអរគុណដល់ប្រិយមិត្តទាំងអស់គ្នាបាទអរគុណច្រើនលោកគ្រូបាទអរគុណដល់បរិយនិងអ្នកថតណាអរគុណច្រើនបាទ